នៅក្នុងរាជវាំងដ៏រុងរឿងមួយដែលព័ទ្ធជុំវិញដោយព្រៃក្រាស់និងភ្នំខ្ពស់មានបុរសម្នាក់ឈ្មោះសានគោគាត់ជាកូនរបស់ព្រះរាជាដែលបានស្លាប់និងជាអ្នកដែលខ្វល់ខ្វាយចំពោះរាជរបស់ខ្លួនសានគោបានប្រកបដោយសេចក្តីក្លាហាននិងចិត្តល្អហើយប្រជាជននៅក្នុងនគរបានស្រឡាញ់គោរពគាត់នៅមិនឆ្ងាយពីនគរនៅឯជើងភ្នំមាននារីម្នាក់ឈ្មោះលីងជីងជាស្ត្រីស្អាតដែលមានសម្លេងពីរោះនិងចិត្តល្អនាងជាកូនស្រីរបស់មន្ត្រីដ៏មានឥទ្ធិពលម្នាក់លីងជីងធ្លាប់តែលួចចូលទៅក្នុងព្រៃដើម្បីច្រៀងនិងដើរលេងជុំវិញដើមឈើដោយមិនដឹងថាមានគ្រោះថ្នាក់កំពុងរង់ចាំនាងថ្ងៃមួយនៅពេលដែលលីងជីងកំពុងដើរលេងក្នុងព្រៃនាងបានជួបនឹងបិសាចឈ្មោះរាត្រីដែលជាអារកាចសាហាវដែលបានចាប់ខ្លួនស្ត្រីស្អាតជាច្រើនអ្នកពីភូមិរាត្រីមានរាងកាយធំហើយខ្មៅភ្នែករបស់គាត់ពណ៌ក្រហមដូចភ្លើងនិងមានក្រញាំដូចសត្វខ្លាអូថ្ងៃនេះខ្ញុំមានសំណាងអូននឹងក្លាយជាប្រពន្ធរបស់បងហើយពេលរាត្រីបាននិយាយហើយក៏បានចាប់លីងជីងយកទៅនគររបស់ខ្លួនសំឡេងរបស់លីងជីងដែលយំរកអ្នកជួយបុរសដែលបានដើរព្រៃពេលបានឃើញហេតុការណ៍ក៏បានរត់ទៅរាជវាំងដើម្បីប្រាប់ព្រះអង្គសានគោអំពីរឿងរ៉ាវនេះព្រះអង្គម្ចាស់សានគោបានដឹងខ្លួនថាមិនអាចទប់ទល់យកឈ្នះបិសាចរាត្រីបានទេព្រោះបិសាចនេះខ្លាំងណាស់ខ្លួនរបស់វាមានថាមពលខ្លាំងនិងកងទ័ពជាច្រើនម៉ឺននាក់ហើយក៏បានធ្លាប់មកលុកលុយនគររបស់ព្រះអង្គគំដងដែលកាលពី20ឆ្នាំមុនតែមិនអាចលុកលុយបានក៏ដោយសារមានអ្នកប្រយុទ្ធចោកជាកូនចៅរបស់ព្រះបិតាបានការពារប៉ុន្តែលើនេះក៏គាត់បានចូលនិវត្តន៍ហើយព្រះអង្គសម្រេចចិត្តថានឹងធ្វើដំណើរស្វែងរកគាត់នៅអាណាចក្រអង្គរខ្ញុំនឹងជួយអ្នកព្រះអង្គសានគោងាកមកក្រោយឃើញស្ដេចចុកមួយដែលមានរោមពណ៌ប្រផេះកំពុងឈរនៅមុខគាត់ហើយក៏ជាអតីតអ្នកប្រយុទ្ធការពារនគររបស់គាត់ខ្ញុំឈ្មោះជាចុកខ្ញុំធ្លាប់ជាអ្នកប្រយុទ្ធបម្រើរបស់ព្រះបិតារបស់ព្រះអង្គហើយឥឡូវនេះខ្ញុំដឹងថាព្រះអង្គមានរឿងចង់ឲ្យខ្ញុំជួយខ្ញុំនឹងជួយព្រះអង្គគំដងទៀតខ្ញុំស្គាល់ផ្លូវទៅកាន់នគរបិសាចរាត្រីព្រះអង្គសានគោសប្បាយចិត្តជាខ្លាំងដែលស្ដេចចោកបានជួយហើយពួកគេទាំងពីរក៏បានចាប់ផ្ដើមធ្វើដំណើរទៅរកនគរបិសាចរាត្រីហើយពួកគេក៏បានឆ្លងកាត់ព្រៃក្រាស់ជាច្រើនខណៈពេលដែលពួកគេកំពុងធ្វើដំណើរតាមផ្លូវទៅភ្នំព្រះអង្គសានគោនិងចោកបានជួបបុរសម្នាក់ឈ្មោះម៉ាតាយដែលជាកូនប្រុសរបស់មេតបដ៏ល្បីល្បាញម៉ាតាយបានស្រឡាញ់លីងជេងជាយូរមកហើយតែនាងមិនដែលយកចិត្តទុកដាក់នឹងគេទេខ្ញុំសូមទៅជាមួយអ្នកផងម៉ាតាយនិយាយខ្ញុំក៏ចង់ជួយសង្គ្រោះនាងដែរព្រះអង្គសានគោមានការសង្ស័យប៉ុន្តែចោបបានខ្សឹបប្រាប់គាត់ទុកឲ្យគាត់មកជាមួយយើងត្រូវការកម្លាំងកាន់តែច្រើនដើម្បីប្រយុទ្ធជាមួយនឹងបិសាចរាត្រី
ពេលទៅដល់រូងរបស់បិសាចរាត្រីពួកគេឃើញលីងជីងត្រូវបានចងនៅលើផ្ទាំងថ្មខណៈពេលដែលរាត្រីកំពុងរៀបចំពិធីអាពាហ៍ពិពាហ៍ដ៏គួរឲ្យខ្លាចនាសម័យមួយនៃនគរអយុធខេមាជានគរមួយដ៏រុងរឿងដ៏អស្ចារ្យគ្រប់គ្រងដោយព្រះអង្គច័ន្ទបរិយនិងអគ្គមហេសីទេវីប្រជារាស្ត្ររស់នៅដោយក្តីសុខសាន្តថ្ងៃមួយអគ្គមហេសីទេវីមានប្រករចំថ្ងៃដែលនគរត្រូវគេឈ្លានពានដោយព្រះអង្គវណ្ណសុថានីព្រះអង្គវណ្ណសុថានីជាមនុស្សពុពលកាយសាហាវដែលឈ្លានពានគេគ្រប់ទីកន្លែងព្រោះតែចង់បង្កើនអំណាចខ្លួនព្រះអង្គវណ្ណសុថានីមានអំណាចខ្លាំងពូកែហើយនឹងមានយក្សពីរដែលចាំជួយព្រះអង្គពេលធ្វើសង្គ្រាមម្ដងត្រឡប់មកនគរយុទ្ធខេមាវិញព្រះអង្គនិងព្រះអគ្គមហេសីបានភៀសខ្លួនរត់ចូលក្នុងព្រៃតែដោយសារតែអគ្គមហេសីឈឺកខ្លាំងពេកព្រះអង្គបានបញ្ជាឲ្យរៀបចំកន្លែងប្រសូតបុត្រពេលអគ្គមហេសីបានខំប្រឹងប្រសូតបុត្រខ្លាំងពេកបានធ្វើឲ្យអស់ជីវិតនៅក្នុងព្រៃព្រះអង្គជួយចិត្តពេកដោយសារតែព្រះអគ្គមហេសីអស់ជីវិតព្រះអង្គក៏បានជួយចិត្តក៏បានអស់ជីវិតទៅតាមព្រះអគ្គមហេសីដែរពេលនោះកងទ័ពព្រះអង្គវណ្ណសុថានីបានតាមទាន់បានសម្លាប់ទាហាននិងអ្នកការពារទាំងអស់តែពេលនោះដោយសារតែមានបុណ្យបុត្រទាំងពីរបានតាយសេចាស់មួយនៅក្នុងព្រៃបានជួយយកទៅចិញ្ចឹមនេះមកព្រះអង្គវណ្ណសុថានីវិញសប្បាយចិត្តខ្លាំងណាស់ដោយសារតែការឈ្លានពាននេះបានសម្រេចព្រះអង្គបានសម្លាប់អ្នកនៅក្នុងរាជវាំងទាំងអស់ដោយសារតែព្រះអង្គគិតថាអ្នកនៅក្នុងរាជវាំងគឺជាមនុស្សមិនស្មោះត្រង់ងាកមកបុត្រទាំងពីរតាឯសេចាស់បានយកទៅចិញ្ចឹមពេលប្រសូតមកបុត្រទាំងពីរនោះមិនមែនជាទារកទេគឺជាខ្យងមាសនិងខ្យងប្រាក់តាឯសេចាស់នឹកគិតថាបុត្រទាំងពីរនេះគឺជាអ្នកមានបុណ្យមួយម្នាក់កើតនៅលើទីឱកាសម្នាក់ទៀតកើតនៅក្រោមទីឱកាសពេលនោះតាឯសេចាស់បានសែបមុនធ្វើឲ្យខ្យងមាសខ្យងប្រាក់កើតជាទារកពេលនោះតាឯសេចាស់បានសម្រេចចិត្តដាក់ឈ្មោះឲ្យទារកទាំងពីរនោះថាគឺម្នាក់ខ្យងមាសគឺម្នាក់ខ្យងប្រាក់ពេលនោះតាឯសេចាស់បានសែបមុនជាថាឲ្យទារកទាំងពីរនោះកើតចេញជាកុមារឆាប់ធំរហ័សដោយកន្លងយូរទៅបុត្រទាំងពីរនោះពេញវ័យនិងមានសមត្ថភាពខ្លាំងអស្ចារ្យតាឯសេចាស់បានមករៀនមន្តវិជ្ជាការនិងវិទ្យាមន្តខ្លាំងអស្ចារ្យទៅព្រះអង្គទាំងពីរតាឯសេចាស់បានបង្រៀនមន្តវិជ្ជាការនិងវិទ្យាមន្តខ្លាំងអស្ចារ្យទៅប្រជាបុត្រទាំងពីរប្រជាបុត្រខ្យងមាសមានវិទ្យាមន្តខ្លាំងអស្ចារ្យដែលអាចបង្កើតសត្វធំនិងអាចជប់អ្វីដែលខ្លួនចង់ប្រាថ្នាបានព្រះអង្គខ្យងប្រាក់វិញមានវិទ្យាមន្តខ្លាំងអស្ចារ្យដែលអាចប្រែកាឡាខ្លួនជាអ្វីក៏បាននិងអាចហៅគោរន្ទះបានតែសេចាស់គិតថាព្រះអង្គទាំងពីរដល់អ្វីដែលអាចជួយសង្គ្រោះនគរវិញហើយតែសេចាស់បានឲ្យព្រះអង្គខ្យងមាសនិងដំបងវិតាមីនមួយឯព្រះអង្គខ្យងប្រាក់វិញតែសេចាស់បានឲ្យធ្នូវិតាមីនមួយតែសេចាស់បានប្រាប់ព្រះអង្គទាំងពីរថាចៅទាំងពីរល្មមដល់ពេលដែលជួយសង្គ្រោះនគរចៅវិញហើយព្រះអង្គទាំងពីរបានលាឥសីធ្វើដំណើរទៅនគរវិញតាមផ្លូវធ្វើដំណើរព្រះអង្គខ្យងមាសនិងព្រះអង្គខ្យងប្រាក់បានជួបសត្វនិមួយមានអំណាចខ្លាំងពូកែដែលចោលមកយាយីព្រះអង្គខ្យងមាសបានប្រើដំបងវិតាមីនវាយទៅលើសត្វនិនោះធ្វើឲ្យសត្វនិនោះចុះចាញ់ហើយសត្វនិនោះបានសុំចុះចាញ់ហើយសុខចិត្តធ្វើជាយានជំនិះរបស់ព្រះអង្គបន្តដំណើរទៅមុខទៀតព្រះអង្គខ្យងប្រាក់បានជួបនឹងសត្វតោមួយដ៏ធំដែលឈររាំងពីមុខព្រះអង្គពេលនោះព្រះអង្គខ្យងប្រាក់ដឹងថាតោនេះមិនធម្មតាព្រះអង្គខ្យងប្រាក់បានទាញធ្នូបាញ់ទៅលើសត្វតោនោះពេលនោះសត្វតោនោះត្រូវព្រួយក៏បានសុំចុះចាញ់ហើយក៏បានសុំព្រះអង្គខ្យងប្រាក់ធ្វើជាយានជំនិះរបស់ព្រះអង្គបន្តដំណើរទៅមុខទៀតតាមពិតទៅព្រះអិនដឹងថាព្រះអង្គទាំងពីរមិនទាន់មានយានជំនិះធ្វើដំណើរព្រះអិនក៏បានឲ្យសត្វនិនិងសត្វតោធ្វើជាយានជំនិះរបស់ព្រះអង្គទាំងពីរព្រះអង្គទាំងពីរបានមកដល់ជិតមុខនគរអយុធខេមាព្រះអង្គទាំងពីរបានឃើញយក្សពីរឈរយាមនៅមុខនគរព្រះអង្គវណ្ណសុថានីបានដឹងថាព្រះអង្គទាំងពីរនេះមកសងសឹកនឹងទ្រង់ព្រះអង្គវណ្ណសុថានីបានបញ្ជាយយទាំងពីរដែលយាននៅមុខនគរនោះ
បានប្រយុទ្ធជាមួយព្រះអង្គខ្យងមាសនិងខ្យងប្រាក់ព្រះអង្គខ្យងមាសបានប្រើវេទមន្តឲ្យស្ដេចនេះមានមេត្យធំអស្ចារ្យនិងព្រះអង្គខ្យងប្រាក់បានប្រើវេទមន្តឲ្យស្ដេចតោមានមេត្យធំខ្លាំងអស្ចារ្យពេលនោះសង្គ្រាមក៏បានចាប់ផ្ដើមរវាងព្រះអង្គនិងយក្សទាំងពីរការប្រយុទ្ធគ្នានេះធ្វើឲ្យផ្អើលអស់ឋានទាំង3ដោយអំណាចយក្សធំទាំងពីរនិងស្ដេចនេះនិងស្ដេចតោព្រះអង្គខ្យងមាសព្រះអង្គខ្យងប្រាក់បានដឹងថាការប្រកួតនេះនឹងប្រើរយៈពេលយូរព្រះអង្គទាំងពីរបានដឹងថាអំណាចយក្សនេះមិនធម្មតាទេព្រះអង្គទាំងពីរដឹងថាស្ដេចនេះនិងស្ដេចតោមិនអាចប្រកួតប្រជែងជាមួយយក្សធំទាំងពីរនេះបានទេព្រះអង្គក៏បានប្រដំបងវេទមន្តនិងធ្នូទឹកដើម្បីបង្កើតសត្វមួយដ៏ធំដែលមានឈ្មោះថាសត្វរាមកាសត្វនេះមានខ្លួនជាមនុស្សតែក្បាលដំរីដៃ8កាន់អាវុធវេទមន្តគ្រប់ដៃសត្វរាមកានេះបានប្រើវេទមន្តខ្លាំងអស្ចារ្យទៅលើយក្សទាំងពីរធ្វើឲ្យយក្សទាំងពីរទប់ទល់នឹងវេទមន្តនេះមិនបានក៏សុំចោះចាញ់ហើយយក្សទាំងពីរនោះក៏បានខ្លាចទៅជាថ្មទាំងពីរដែលយាមនៅមុខនគរនេះព្រះអង្គវ៉ាន់សថានីបានដឹងថាខ្លួននឹងត្រូវចាញ់ព្រះអង្គទាំងពីរក៏លេបថ្នាំសម្លាប់ខ្លួនទៅព្រះអង្គខ្យងមាសនិងព្រះអង្គខ្យងប្រាក់បានសម្លាប់យក្សនិងព្រះអង្គវ៉ាន់សថានីនគរក៏ចាប់ផ្ដើមធ្វើត្រឡប់មករុងរឿងដោយការគ្រប់គ្រងព្រះអង្គទាំងពីរគឺព្រះអង្គខ្យងមាសនិងព្រះអង្គខ្យងប្រាក់នេះសម័យមួយនៃនគរគេថាគ្រប់គ្រងដោយព្រះអង្គចតុមុខនិងអគ្គមហេសីសូដានីជានគរមួយដ៏រុងរឿងដ៏អស្ចារ្យព្រះអង្គចតុមុខមានអំណាចគ្រប់គ្រងនគរនិងច្បាំងនឹងនគរណាក៏មិនដែលចាញ់ទេព្រោះព្រះអង្គមានដាវមួយដែលខ្លាំងពូកែដាវនោះគឺជាដាវទេពជារៀងរាល់ថ្ងៃព្រះអង្គតែងតែហាត់វិជាគុណនិងមន្តអាគមពីសំណាក់តាឥសីចាស់មួយនៅលើកំពូលភ្នំថ្ងៃមួយមានស្ដេចនិកមួយដែលមានឈ្មោះថាទេវរៈដឹងថាព្រះអង្គចតុមុខមានមន្តអាគមខ្លាំងពូកែនិងមានដាវទេពព្រះអង្គតែងតែប្រយុទ្ធជាមួយនឹងនរណាមិនដែលចាញ់ទេស្ដេចនិកទេវរៈចង់ដឹងថាព្រះអង្គចតុមុខខ្លាំងប៉ុណ្ណាក៏ចង់សាកមន្តវិជាការនិងមហិទ្ធិពេលនោះព្រះអង្គទេវរៈបានហោះចេញពីទឹកហើយធ្វើដំណើរទៅនគរព្រះអង្គចតុមុខពេលនោះស្ដេចញាតិទេវរៈបានប្រាថ្នាអំពរដ៏អស្ចារ្យព្រោះទឹកធ្វើឲ្យលិចរីកវាំងពេលនោះព្រះអង្គចតុមុខដឹងថាស្ដេចញាតិនេះចង់សមហត្ថរិទ្ធជាមួយព្រះអង្គពេលនោះព្រះអង្គក៏បានយកដាវទេពហើយក៏បានសូត្រមន្តអាគមនិងពាក់អាវក្រោះវេទមន្តអាវក្រោះវេទមន្តនេះមានមហត្ថិទ្ធខ្លាំងអស្ចារ្យព្រោះថាអាវក្រោះនេះតាឥសីចាស់បានប្រគល់ឲ្យព្រះអង្គពេលនោះព្រះអង្គបានប្រើមហត្ថិទ្ធហើយហោះឡើងទៅលើមេឃហើយធ្វើការប្រយុទ្ធជាមួយនឹងស្ដេចញាតិទេវរៈស្ដេចញាតិទេវរៈបានប្រើមហត្ថិទ្ធព្រោះទឹកទៅលើព្រះអង្គពេលនោះព្រះអង្គបានប្រើដាវទេពទប់នឹងមហត្ថិទ្ធនោះពេលនោះព្រះអង្គចតុមុខត្រូវបានព្រះអង្គទេវរៈវត្តមួយកន្ទុយត្រូវព្រះអង្គតែដោយសារតែព្រះអង្គមានអាវក្រោះវេទមន្តទើបព្រះអង្គមិនត្រូវរបួសសូម្បីតែបន្តិចពេលនោះព្រះអង្គចតុមុខបានលើកដាវឡើងហើយសូត្រមន្តអាគមធ្វើឲ្យដាវនោះមានមហត្ថិទ្ធហើយហោះទៅប្រយុទ្ធជាមួយនឹងព្រះអង្គទេវរៈព្រះអង្គទេវរៈត្រូវមួយដាវព្រះអង្គទេវរៈដឹងថាការប្រយុទ្ធនេះព្រះអង្គនឹងត្រូវចាញ់អញ្ចឹងហើយព្រះអង្គក៏បានហោះចូលក្នុងទឹកវិញការចាញ់មួយនេះធ្វើឲ្យស្ដេចញាតិទេវរៈខឹងយ៉ាងខ្លាំងនិងអាម៉ាស់បំផុតព្រោះថាព្រះអង្គទៅប្រយុទ្ធបែរជាត្រូវចាញ់វិញកន្លងផុតទៅជាយូរឆ្នាំព្រះអង្គចតុមុខនិងអគ្គមហេសីសូដានីបានមានប្រកល់ហើយក៏បានប្រសូតបុត្រមួយដែលមានឈ្មោះថាព្រះអង្គសូរិយានារាមប្រសូតមកព្រះអង្គជាក្មេងមួយដែលឆ្លាតនិងពូកែហើយជុតដាវនិងមន្តអាគមដោយព្រះអង្គចតុមុខដែរព្រះអង្គចតុមុខដឹងថាបុត្រចូលចិត្តខាងមន្តអាគមនិងដាវលុបវែងព្រះអង្គក៏បានបង្ហាត់វិជាគុណនិងមន្តអាគមខ្លាំងទៅព្រះអង្គសូរិយានារាមឯស្ដេចញាតិទេវរៈវិញក៏បានប្រសូតបុត្រមួយតែបុត្រនោះកើតចំថ្ងៃដែរព្រះអង្គចតុមុខបានប្រសូតបុត្រមួយដែរបុត្រព្រះអង្គស្ដេចញាតិទេវរៈដែលមានឈ្មោះថាព្រះអង្គអភ័យស៊ីសវណ្ណព្រះអង្គអភ័យស៊ីសវណ្ណក៏មិនធម្មតាដែរព្រះអង្គស្ដេចញាតិទេវរៈបានបរៀនវិជាគុណនិងមន្តអាគមហត្ថិទ្ធខ្លាំងអស្ចារ្យទៅព្រះអង្គអភ័យស៊ីសវណ្ណមានថ្ងៃមួយមានព្រះនាងដ៏កំសត់មួយដែលមានឈ្មោះថាព្រះនាងមនីព្រះនាងមនីគឺជាកូនកសិករក្រព្រៃបំផុតព្រះនាងមនីតែងតែដើរកម្សាន្តលេងនៅក្នុងភូមិមួយព្រះអង្គសូរិយានារាមក៏បានអបសក់ក៏បានធ្វើដំណើរទៅក្នុងភូមិដើម្បីកម្សាន្តចាយតានអីក៏បានជួបនឹងព្រះនាងមនីហើយព្រះអង្គក៏បានកើតចិត្តស្រឡាញ់ទៅព្រះនាងមនីតែព្រះនាងមនីក៏មិនបានដឹងថាព្រះអង្គសូរិយានារាមស្រឡាញ់ខ្លួនទេគ្រាន់តែជួបមុខគ្នាម្ដងសោះងាកមកព្រះអង្គអភ័យស៊ីសវណ្ណក៏អបសក់ក៏បានសូមព្រះបិតាឡើងមកឋានកណ្ដាលដើម្បីមើលមនុស្សឋានកណ្ដាលតើពួកគេរស់របៀបម៉េចហើយប្រកបរបររបៀបម៉េចព្រះអង្គទេវរៈហាមដាច់ខាតមិនឲ្យព្រះអង្គឡើងមកឋានកណ្ដាលទេតែព្រះអង្គអភ័យស៊ីសវណ្ណមិនស្ដាប់នឹងការហាមឃាត់របស់ព្រះអង្គទេហើយក៏បានលបលួចឡើងទៅឋានកណ្ដាល
ពេលនោះព្រះនាងមណីក៏បានដួលទឹកហើយពេលនោះព្រះអង្គអភ័យស៊ីសុវណ្ណបានឃើញព្រះនាងមណីហើយក៏បានកាត់ចិត្តក្តីស្រឡាញ់ទៅលើព្រះនាងមណីព្រះអង្គអភ័យស៊ីសុវណ្ណក៏បានប្រែកាឡាខ្លួនជាបរិម្នាក់ហើយដាក់កាត់ទីនោះហើយក៏បានសួរព្រះនាងមណីថាតើផ្លូវនេះផ្លូវទៅណាដែរព្រះនាងមណីក៏បានឆ្លើយថាផ្លូវនឹងទៅភូមិដងពេលនោះព្រះអង្គអភ័យស៊ីសុវណ្ណក៏បានសូមព្រះនាងមណីជូនទៅភូមិនោះព្រះអង្គបាននិយាយថាខ្លួនមកពីឆ្ងាយមិនដឹងថាផ្លូវណាទៅភូមិដងទេព្រះនាងមណីក៏បានជូនព្រះអង្គអភ័យស៊ីសុវណ្ណមកដល់ភូមិហើយព្រះនាងក៏បានធ្វើដំណើរទៅផ្ទះខ្លួនពេលនោះព្រះអង្គអភ័យស៊ីសុវណ្ណក៏បានស្គាល់ផ្ទះព្រះនាងហើយព្រះអង្គក៏បានធ្វើដំណើរទៅឋានប្រជុំនេះវិញឯព្រះអង្គសូរិយានរាមនៅក្នុងរាជវាំងបានអង្គុយអបសុខហើយក៏បាននឹកឃើញនៅព្រះនាងមណីដោយកាត់ក្តីស្រឡាញ់ព្រះអង្គសូរិយានរាមក៏បានធ្វើដំណើរទៅក្នុងភូមិដងហើយក៏បានទៅដល់មុខផ្ទះព្រះនាងមណីពេលនោះព្រះនាងមណីក៏បានឈរនិយាយគ្នាជាមួយនឹងព្រះអង្គសូរិយានរាមចំពេលដែលព្រះអង្គអភ័យស៊ីសុវណ្ណក៏បានឈប់ពីចម្ងាយបានឃើញព្រះនាងមណីនិងព្រះអង្គសូរិយានរាមនិយាយគ្នាពេលនោះធ្វើឲ្យព្រះអង្គអភ័យស៊ីសុវណ្ណបានកាត់ចិត្តខ្លាំងទៅលើព្រះអង្គសូរិយានរាមដែលកាត់មុខខ្លួនពេលនោះព្រះអង្គអភ័យស៊ីសុវណ្ណបានប្រើមន្តអាគមបង្កើតពស់មួយទៅចឹកព្រះអង្គពេលនោះព្រះអង្គសូរិយានរាមក៏បានឃើញពស់នោះបំរុងនឹងចូលមកចឹកព្រះអង្គក៏បានទីដាកាប់ទៅលើពស់នោះរាប់ពាន់ឆ្នាំមកហើយមានយក្សដ៏ធំមួយបានដេកលង់លូអស់ជាយូរឆ្នាំមកហើយយក្សនេះ100ឆ្នាំទើបភ្ញាក់ម្ដងយក្សនេះមានមាឌធំនិងមានអំណាចខ្លាំងពូកែតែអំណាចនេះបានដោយសារតែចង្គៀងវិតមន្តទេចង្គៀងវិតមន្តនេះមានវិតមន្តខ្លាំងពូកែគ្រាន់តែស្ទាបលើចង្គៀងនេះហើយយើងពងប្រាថ្នាអ្វីនោះប្រាថ្នានោះនឹងខ្លាចជាការពិតយក្សដ៏ធំមួយនេះបានដេកលង់លូអស់ជាច្រើនរយឆ្នាំមកហើយពេលនោះមានសំឡេងមួយយ៉ាងខ្លាំងបានធ្វើឲ្យយក្សភ្ញាក់ហើយធាក់ចង្គៀងនោះធ្លាក់ចុះមកឋានក្រោមហើយពេលនោះចង្គៀងវិតមន្តនោះបានធ្លាក់មកឋានកណ្ដាលហើយក៏បានធ្លាក់កប់នៅក្នុងវាលស្រែមានគ្រួសារដ៏ក្រីក្រកំសត់មួយមានប្តីប្រពន្ធ2នាក់ជីវិតកំសត់រកព្រឹកខ្វះល្ងាចហើយក៏គ្មានកូនដែរពួកគេតែងតែងើបពីព្រលឹមទៅចំការដើម្បីដាំដំណាំពេលនោះប្តីប្រពន្ធកំសត់2នាក់នោះបានដាំដំណាំដូចរាល់ដងតែចម្លែកអីមានវត្ថុភ្លឺចែងចាំងមួយធ្វើឲ្យប្តីប្រពន្ធកំសត់នោះចាប់អារម្មណ៍ហើយក៏បានដើរទៅមើល2នាក់ប្តីប្រពន្ធដ៏កំសត់នោះបានមើលមុខគ្នាយ៉ាងឆ្ងល់ថាតើនេះជាអ្វីប្រពន្ធបានឆ្លើយថានេះគឺចង្គៀងចាស់មួយតែចង្គៀងនេះដោយសារតែប្រឡាក់ភក់ធ្វើឲ្យវាមានពណ៌សម្បុរចាស់ប្តីក៏មិនបានខ្វាយខ្វល់ក៏បានដើរទៅមុនតែប្រពន្ធជាមនុស្សម្នាក់ដែលចេះទុកដាក់សម្ភារៈបើទោះជាសម្ភារៈនោះគ្មានតម្លៃក៏ដោយហើយប្រពន្ធនោះក៏បានយកចង្គៀងនោះទៅទុកក្នុងខ្ទមវាលស្រែពេលរសៀលប្តីប្រពន្ធ2នាក់នោះធ្វើដំណើរទៅផ្ទះដោយរាល់ដងពេលប្តីប្រពន្ធកំសត់នោះបានចូលសម្រាកប្តីក៏បានយល់សប្តិឃើញថាមានចង្គៀងវិតមន្តមួយពេលព្រលឹមឡើងបរិសនោះក៏បានយកចង្គៀងនោះហើយយកមកអង្គុយមើលហើយក៏ថាចង់បានមាសមួយថាសហើយក៏បានអង្អែលចង្គៀងនោះថ្នមពេលនោះអ្វីដែលបរិសនោះគិតក៏បានខ្លាចជាបំណងប្រាថ្នាពិតពេលនោះបរិសជាប្តីសប្បាយចិត្តណាស់ហើយក៏បានប្រាប់ប្រពន្ធពីដំណើររឿងនេះប្តីប្រពន្ធកំសត់2នាក់នេះសប្បាយចិត្តណាស់ដោយសារតែមានចង្គៀងវិតមន្តមួយប្រពន្ធបានប្រាប់ប្តីថារឿងនេះមិនអាចឲ្យអ្នកណាដឹងក្រៅពី2នាក់យើងបានទេប្រសិនបើមាននរណាដឹងនោះចង្គៀងនោះនឹងត្រូវគេយកទៅហើយប្តីប្រពន្ធ2នាក់នោះបានគិតគ្នាហើយក៏បានយកចង្គៀងនោះយកទៅលាក់នៅក្រោមខ្នើយជារៀងរាល់ថ្ងៃអ្នកភូមិនៅក្បែរនោះតែងតែឆ្ងល់ថាប្តីប្រពន្ធនេះមិនដែលទៅធ្វើចំការទៀតទេតើពួកគេមានលុយឯណាសាងសង់ផ្ទះទិញគោនិងទិញដីចំការព្រោះពួកគេជាប្តីប្រពន្ធដ៏កំសត់និងក្របំផុតនៅក្នុងភូមិដំណឹងនេះបានលើកទៅដល់ចៅមួយដែលមានឈ្មោះថាវង្សសុផាន់គឺជាចៅដ៏កំហួតមួយដែលដើរលួចទ្រព្យសម្បត្តិគេជារៀងរាល់ថ្ងៃហើយចៅនោះក៏បានដឹងរឿងប្តីប្រពន្ធ2នាក់នេះយប់ឡើងគេក៏បានទៅលបស្ដាប់នៅក្រោមផ្ទះពេលនោះប្តីប្រពន្ធ2នាក់នោះមិនទាន់សម្រាកហើយក៏បាននិយាយរឿងចង្គៀងនេះហើយធ្វើឲ្យចៅដែលនៅក្រោមផ្ទះដែលបានលបស្ដាប់នោះក៏បានដឹងរឿងនេះហើយចៅនោះក៏បាននៅស្ងៀមហើយរងចាំឱកាសដ៏ល្អចាំឲ្យប្តីប្រពន្ធ2នាក់នោះសម្រាកលង់លក់និងគេនឹងឡើងទៅលូកចង្គៀងនោះ
ហើយចៅនោះក៏បានលួចបានសម្រេចហើយចៅនោះក៏បានធ្វើដំណើរចូលក្នុងព្រៃគេចង់សាកថាតើជង្គង់វីតាមីននេះពិតទៅប្តីប្រពន្ធពីរអ្នកនោះនិយាយទេចៅនោះក៏បានសូមបំណងប្រាថ្នាសូមឲ្យមានសេះដ៏ស្អាតមួយនៅពីមុខគេហើយគេក៏បាននឹងអាចជង្គង់នោះថ្នមពេលនោះបំណងប្រាថ្នារបស់ចៅនោះបានក្លាយជាការពិតគឺមានសេះដ៏ស្រស់ស្អាតមួយនៅពីមុខគេចៅនោះក៏បានគិតថានឹងត្រូវសុំអ្វីបន្តទៀតចៅនោះក៏បានគិតដឹងហើយក៏បានសុំជង្គង់វីតាមីននោះបង្កើតជារាជវាំងដ៏ធំមួយនិងមានបរិវារការពារច្រើននិងមានទ្រព្យសម្បត្តិមហាសាលចៅនោះនៅតែមិនទាន់អស់ចិត្តហើយក៏បានសុំឲ្យមានមហេសីដ៏ស្រស់ស្អាតជាច្រើននៅក្បែរគេងាកមកប្តីប្រពន្ធពីរនាក់នេះវិញបានដឹងថាខ្លួនបានបាត់ជង្គង់ហើយពេលនោះប្តីក៏បានខឹងប្រពន្ធយ៉ាងខ្លាំងហើយក៏បានឈ្លោះជាមួយប្រពន្ធដោយសារតែបានភ្លាត់និយាយរឿងជង្គង់តបនេះហើយធ្វើឲ្យចៅដែលនៅក្រោមផ្ទះបានលួចយកទៅបាត់ចៅនោះរស់នៅក្នុងរាជវាំងដោយមានសេចក្តីសុខនិងមានមហាសេដ្ឋីដ៏ស្រស់ស្អាតជាច្រើននិងមានទ្រព្យសម្បត្តិមហាសាលពេលនោះយក្សដ៏ធំដែលបានដេកលង់លក់រាល់ឆ្នាំមកហើយបានភ្ញាក់ឡើងហើយក៏បានដឹងថាបាត់ជង្គង់វីតាមីនយក្សនោះក៏បានដឹងថាជង្គង់នេះបានធ្លាក់មកឋានកណ្ដាលយក្សនោះចូលមកឋានកណ្ដាលហើយយក្សនោះក៏បានដើររកជង្គង់វីតាមីនរបស់ខ្លួនយក្សដ៏ធំមួយនេះក៏បានទៅរកប្តីប្រពន្ធពីរនាក់នោះធ្វើឲ្យប្តីប្រពន្ធពីរនាក់នោះមានការភ័យខ្លាចយ៉ាងខ្លាំងព្រោះគាត់ថាយក្សនេះមានមេធំខ្លាំងណាស់យក្សនោះក៏បានសួរដំណើររឿងតាក់ទងជង្គង់តុបវីតាមីនតើឯងបានឃើញជង្គង់វីតាមីននោះទេពេលនោះប្តីប្រពន្ធពីរនាក់នោះបានប្រាប់ពីដំណើររឿងតាក់ទងថាមានចៅមួយបានលួចជង្គង់វីតាមីននោះយកទៅហើយចៅនោះរស់នៅក្នុងរាជវាំងមួយនៅជិតភ្នំបាលីយក្សនោះក៏បានដឹងដំណឹងនេះហើយក៏បានហោះធ្វើដំណើរទៅរាជវាំងនោះពេលនោះយក្សនោះបានប្រែកាឡាខ្លួនជានារីដ៏ស្រស់ស្អាតម្នាក់ហើយធ្វើដំណើរកាត់មុខរាជវាំងចៅនោះបានឃើញនារីដ៏ស្រស់ស្អាតហើយក៏បានហៅសួរតើនាងមកពីណាហើយចង់ទៅណាដែរនារីម្នាក់នោះក៏បានរៀបរាប់ប្រាប់ថាខ្លួនជាអ្នកក្រឪពុកម្ដាយស្លាប់ចោលជាក្មេងកំព្រារស់នៅតែម្នាក់ឯងពេលនោះចៅមានចិត្តកាត់ក្តីអាណិតក៏បានហៅនាងចុះធ្វើការនៅក្នុងរាជវាំងខ្លួនចៅនោះក៏បាននិយាយលួងលោមទៅនារីម្នាក់នោះធ្វើឲ្យនារីម្នាក់នោះទន់ចិត្តក៏បានស្រឡាញ់ចៅនោះតាមពិតទៅចៅនោះមិនបានដឹងថានារីម្នាក់នេះគឺជាយក្សដ៏ធំទេនាយប់មួយយក្សនោះបានប្រែកាឡាខ្លួនខ្លាចជាយក្សហើយយកជង្គង់វីតាមីននោះហោះទៅឋានលើវិញយក្សនោះក៏បានកាន់ជង្គង់ហើយស្ទាបថ្នមហើយយក្សនោះក៏បាននិយាយថាសូមឲ្យបំណងប្រាថ្នាអ្វីដែលអ្នកណាបានយកជង្គង់នោះយកទៅហើយសូមឲ្យខ្លាចជាស្បិនភ្លាមពេលនោះបំណងប្រាថ្នារបស់យក្សដែលបានសំណូមពរបានខ្លាចជាការពិតប្តីប្រពន្ធពីរនាក់នោះបានភ្ញាក់ឡើងហើយក៏បានឃើញខ្លួនដេកក្នុងខ្ទមដែលចាស់ដែលធ្លាប់ដេកពីមុនមកនិងសម្លៀកបំពាក់កញ្ចាស់ដាច់រហែកឯចៅនោះវិញបានឃើញខ្លួនដេកក្នុងព្រៃហើយឆ្ងល់ថាខ្លួនដេកក្នុងរាជវាំងហេតុអីបានមកដេកនៅក្នុងព្រៃអញ្ចឹងនាសម័យមួយនៃនគរលុនចត្រាគ្រប់គ្រងដោយព្រះអង្គទេវង្សនិងអគ្គមហេសីគ្រីស្ណាជានគរមួយដ៏រុងរឿងដ៏អស្ចារ្យប្រជាពលរដ្ឋរស់នៅដោយក្តីរីករាយនឹងការរស់នៅប្រកបរបរដាំដំណាំនិងការជួញដូរលក់ទំនិញទៅវិញទៅមកស្ដេចទេវង្សនិងអគ្គមហេសីគ្រីស្ណាមានបុត្រីពីរអង្គបុត្រីទី1មានឈ្មោះថាដួងម៉ានីបុត្រីទី2មានឈ្មោះថាម៉ាលីថងជាបុត្រីដែលមានសម្រស់ស្រស់ស្អាតជាងគេនៅក្នុងនគរបុត្រីទាំងពីរចូលចិត្តហាត់មន្តវិជ្ជាគុណដូចជាដាវលំពែងធ្នូនិងវេទមន្តបុត្រីទាំងពីរតែងតែហាត់ក្បាច់គុណជារៀងរាល់ថ្ងៃព្រះនាងដួងម៉ានីចូលចិត្តខាងដាវឯព្រះនាងលីថងចូលចិត្តខាងធ្នូព្រះអគ្គមហេសីសប្បាយចិត្តណាស់ដោយសារតែកូនមានសមត្ថភាពនិងមានសម្រស់ស្រស់ស្អាតជាងគេពេលទំនេរព្រះនាងដួងម៉ានីនិងព្រះនាងលីថងតែងតែជិះសេះប្រមាញ់សត្វនៅក្នុងព្រៃដ៏ធំមួយពេលនោះព្រះនាងដួងម៉ានីបានឃើញសត្វខ្លាមួយកំពុងតែឈរក្បែរដើមឈើព្រះនាងក៏បានប្រើធ្នូហើយបាញ់ទៅលើសត្វខ្លានោះធ្វើឲ្យសត្វខ្លានោះត្រូវមួយព្រួញហើយក៏បានដេកស្លាប់ឯព្រះនាងដួងម៉ានីសប្បាយចិត្តណាស់ដោយសារតែស្នាដៃរបស់ព្រះនាងបាញ់ត្រង់ឯព្រះនាងលីថងក៏មិនធម្មតាដែរពេលនោះព្រះនាងលីថងបានឃើញសត្វជ្រូកព្រៃមួយកំពុងតែរត់នៅលើវាលស្មៅហើយព្រះនាងលីថងឃើញអាកាសល្អក៏បានបាញ់ចំទ្រូងសត្វជ្រូកព្រៃនោះធ្វើឲ្យសត្វជ្រូកព្រៃនោះរបួសធ្ងន់ហើយក៏បានដេកស្លាប់ព្រះនាងទាំងពីរសប្បាយចិត្តណាស់ដោយសារតែថ្ងៃនេះបានបាញ់សត្វត្រូវហើយក៏បានត្រឡប់មករាជវាំងវិញ
ព្រះនាងដួងមณีនិងព្រះនាងលីថងពីកំពុងតែធ្វើដំណើរបានឃើញពងពីរដែលមានពណ៌ក្រហមនិងពណ៌ខៀវពេលនោះព្រះនាងទាំងពីរឆ្ងល់ថាតើនេះជាពងអ្វីព្រះនាងដួងមณีបានរើសយកពងខៀវឯចំណែកព្រះនាងលីថងក៏បានយកពងនោះដែរគឺពណ៌ក្រហមហើយក៏បានបន្តដំណើរទៅក្នុងរាជវាំងព្រះនាងដួងមณีក៏បានយកពងនោះទៅដាក់នៅក្នុងទ្រុងហើយព្រះនាងក៏បានសង្កេតមើលថាតើនេះជាពងសត្វអ្វីព្រះនាងតែងតែថែរក្សាពងនោះជារៀងរាល់ថ្ងៃស្រាប់តែថ្ងៃមួយពងនោះក៏បានញាស់ហើយក៏បានជិះជាកូនសត្វក្តាន់តូចមួយមានរូបរាងពណ៌សម្បុរក្រហមហើយចំណែកព្រះនាងលីថងវិញក៏បានថែរក្សាពងខៀវនោះដែរហើយពេលនោះពងក៏បានញាស់ហើយក៏ចេញជាសត្វកង្កែបមួយដែលមានសម្បុរពណ៌ខៀវព្រះនាងដួងមณีនិងព្រះនាងលីថងតែងតែថែរក្សាសត្វក្តាន់និងសត្វកង្កែបនោះជារៀងរាល់ថ្ងៃសត្វទាំងពីរនោះចូលចិត្តព្រះនាងណាស់ហើយព្រះនាងទាំងពីរតែងតែប្រឡែងលេងជាមួយសត្វទាំងពីរនោះកន្លងទៅជាយូរឆ្នាំសត្វទាំងពីរនោះឆាប់ធំនិងមានមាឌធំហើយសត្វទាំងពីរនោះចូលចិត្តនៅក្បែរព្រះនាងហើយថែមទាំងការពារព្រះនាងទាំងពីរងាកមកក្នុងភូមិចៅមួយជាភូមិចៅមួយដែលកាចសាហាវព្រោះអ្នកភូមិជារៀងរាល់ថ្ងៃចៅនៅក្នុងភូមិនោះមានមេចៅ3នាក់ជាបងប្អូនគ្នាម្នាក់ទី1មានឈ្មោះថាចៅវាំងម្នាក់ទី2មានឈ្មោះថាចៅសាំងម្នាក់ទី3មានឈ្មោះថាចៅកាំងចៅទាំង3នេះមានមន្តអាគមខ្លាំងពូកែហើយនឹងមានកងទ័ពចៅជាច្រើននៅក្នុងភូមិនោះឯមេចៅវាំងវិញមានមន្តអាគមខ្លាំងពូកែលើគេហើយចៅវាំងនេះមានរបស់ពិសេសគឺចិញ្ចៀនវីតាមុននោះប្រសិនបើអ្នកណាពាក់ហើយគឺមានវីតាមុនខ្លាំងពូកែនឹងអាចបបាំងកាយបានក្រុមចៅនៅក្នុងភូមិនោះតែងតែវឹកហាត់ជារៀងរាល់ថ្ងៃដើម្បីឲ្យកម្លាំងពួកគេកាន់តែខ្លាំងអស្ចារ្យថ្ងៃមួយបងប្អូនចៅ3នាក់នោះបានអង្គុយនិយាយគ្នាហើយមានចិត្តចង់ដណ្ដើមនគរលុនចត្រាដោយសារតែនគរនោះជានគរមួយដែលរុងរឿងដ៏អស្ចារ្យហើយមានទ្រព្យសម្បត្តិជាច្រើនទើបធ្វើឲ្យបងប្អូនចៅ3នាក់នោះហើយចង់ដណ្ដើមក្រុងរាជនគរលុនចត្រានោះថ្ងៃមួយចៅទាំង3នាក់នោះបានរៀបចំកងទ័ពចៅដើម្បីចេញទៅច្បាំងនៅនគរលុនចត្រាពេលនោះមេចៅទាំង3នាក់នោះក៏បានលើកកងទ័ពចៅហើយក៏បានធ្វើដំណើរទៅដល់មុខរាជវាំងហើយក៏បានសម្លាប់ទាហានជាច្រើននៅមុខនគរនោះព្រះអង្គទេវវង្សដឹងថាក្រុមចៅនោះមានបំណងនឹងចង់ដណ្ដើមនគរលុនចត្រាព្រះអង្គពិបាកចិត្តណាស់ដោយសារតែព្រះអង្គមានវ័យចំណាស់ហើយអញ្ចឹងហើយព្រះអង្គមិនអាចដឹកនាំកងទ័ពទៅប្រយុទ្ធជាមួយចៅនោះបានទេព្រះអង្គទេវវង្សបានហៅបុត្រីទាំងពីរហើយឲ្យមកជួបហើយក៏បានប្រពីដំណើររឿងថាចៅចង់វាយយកនគរលុនចត្រាពេលនោះព្រះនាងដួងមณีនិងព្រះនាងលីថងសម្រេចចិត្តថានឹងលើកកងទ័ពដើម្បីទៅប្រយុទ្ធជាមួយចៅនោះព្រះអង្គក៏បានឲ្យបុត្រីទាំងពីរដឹកនាំកងទ័ពហើយព្រះអង្គចង់ដឹងថាតើបុត្រីទាំងពីរនេះមានសមត្ថភាពខ្លាំងប៉ុណ្ណាដែរពេលនោះព្រះនាងដួងមณีនិងព្រះនាងលីថងក៏បានដឹកនាំកងទ័ពដើម្បីទៅប្រយុទ្ធជាមួយក្រុមចៅនោះពេលនោះការប្រយុទ្ធបានធ្វើឲ្យស្លាប់កងទ័ពជាច្រើនហើយព្រះនាងទាំងពីរក៏បានប្រយុទ្ធជាមួយក្រុមចៅនោះទៅវិញទៅមកព្រះនាងដួងមณีនិងព្រះនាងលីថងក៏បានសម្លាប់មេចៅ2នាក់ដែលមានឈ្មោះថាចៅសាំងនិងចៅកាំងពេលនោះធ្វើឲ្យមេចៅវាំងខឹងយ៉ាងខ្លាំងហើយមេចៅវាំងក៏បានពាក់ចិញ្ចៀនវីតាមុនហើយបំបាំងកាយហើយក៏បានដកថយទៅវិញមេចៅវាំងត្រូវរបួសយ៉ាងខ្លាំងហើយក៏បានឈឺចិត្តតែព្រះនាងទាំងពីរបានសម្លាប់អូនខ្លួនពេលនោះមេចៅវាំងបានស្បត់ថានឹងដណ្ដើមនគរលុនចត្រាឲ្យទាល់តែបានហើយនឹងសងសឹកឲ្យប្អូនរបស់ខ្លួនពេលនោះមេចៅវាំងក៏បានសង្ងំលាក់ខ្លួននៅក្នុងរូបភ្នំមួយងាកមកនគរលុនចត្រាវិញព្រះអង្គសប្បាយចិត្តណាស់ដោយសារតែព្រះនាងទាំងពីរមានសមត្ថភាពខ្លាំងពូកែដែលអាចច្បាំងជាមួយកងទ័ពចៅបានព្រះនាងទាំងពីរត្រូវបានប្រជាជននៅក្នុងនគរស្រឡាញ់ព្រះនាងគ្រប់គ្នាដោយសារតែព្រះនាងមានសមត្ថភាពនិងសម្រស់ស្រស់ស្អាតឯចៅវាំងវិញខំសង្ងំលាក់ខ្លួននៅក្នុងរូងភ្នំមួយហើយខំព្យាបាលរបួសខ្លួននិងហាត់មន្តអាគមចៅវាំងក៏បានជួបតាឥសីចាស់ម្នាក់តែនៅក្នុងរូងភ្នំនោះតាឥសីនៅក្នុងរូងភ្នំនោះមានមន្តអាគមខ្លាំងពូកែពេលនោះចៅវាំងក៏បានប្រាប់ពីដំណើររឿងថាខ្លួនត្រូវព្រះនាងទាំងពីរនៅក្នុងនគរមួយធ្វើបាបខ្លួនទើបធ្វើឲ្យខ្លួនត្រូវរបួសយ៉ាងខ្លាំងតែឥសីចាស់ក៏បានអាណិតចៅវាំងខ្លាំងហើយក៏បានព្យាបាលរបួសចៅវាំងនិងបានបរិមន្តអាគមនិងវេទមន្តខ្លាំងៗទៅឲ្យចៅវាំងពេលនោះចៅវាំងរៀនចេះពីតាឥសីចាស់នៅក្នុងរូបភ្នំនោះហើយពេលនោះចៅវាំងមានមន្តអាគមខ្លាំងពូកែថែមទាំងតាឥសីចាស់បានប្រគល់ឲ្យក្របីវេទមន្តមួយទៅជួយជាយានជំនិះរបស់ចៅវាំងមានបុត្រា2នាក់នៃស្ដេចនគរមួយដែលមានឈ្មោះថាព្រះអង្គគូហ្វីនិងព្រះអង្គគូហ្វា
ព្រះអង្គទាំងពីរនេះបានរៀនមន្តវិជ្ជាគុណពីតាឯកសេចាម្នាក់នៅក្នុងព្រៃមួយតែឯកសេចានោះបានបង្រៀនមន្តវិជ្ជាការនិងវិទ្យាមន្តខ្លាំងអស្ចារ្យទៅព្រះអង្គទាំងពីរនោះព្រះអង្គគូហ្វីមានវិទ្យាមន្តខ្លាំងពូកែដែលអាចបង្កើតកងទ័ពខ្មោចបានឯព្រះអង្គគូហ្វាវិញក៏មានវិទ្យាមន្តខ្លាំងពូកែដែរដែលអាចបង្កើតព្យុះភ្លៀងបានព្រះអង្គទាំងពីរក៏បានរៀនមន្តវិជ្ជាការចប់ហើយក៏បានសូមលាតាឯកសេចាដើម្បីត្រឡប់ទៅនគរខ្លួនវិញតែឯកសេចាក៏បានឲ្យយានជំនិះទៅព្រះអង្គទាំងពីរព្រះអង្គគូហ្វីជិះយានជំនិះរមាសឯព្រះអង្គគូហ្វាវិញជិះយានជំនិះខ្មុំព្រះអង្គទាំងពីរក៏បានលាតាឯកសេចាហើយក៏បានធ្វើដំណើរទៅនគរខ្លួនវិញឯចៅវាងវិញដែលនៅក្នុងរោងភ្នំបានរៀនមន្តវិជ្ជាការនិងវិទ្យាមន្តខ្លាំងអស្ចារ្យពីតាឯកសេចាចៅវាងក៏បានដឹងថាខ្លួនឬចេះមន្តអាគមអស់ហើយក៏បានដឹងថាតាឯកសេចានោះអស់អ្វីដែលបរៀងខ្លួនទៀតពេលនោះចៅវាងបានសម្លាប់តាឯកសេចានោះហើយក៏បានជិះយានជំនិះក្របីវិទ្យាមន្តនិងដឹកនាំកងទ័ពចៅជាច្រើនដើម្បីទៅដណ្ដើមរាជបល្ល័ង្កនគរលុនចត្រាពេលនោះចៅវាងក៏បានលើកកងទ័ពហើយក៏បានធ្វើដំណើរទៅដល់មុខរាជវាំងនគរលុនចត្រាពេលនោះព្រះនាងដួងម៉ានីនិងព្រះនាងលីថងក៏បានដឹកនាំកងទ័ពដើម្បីជិះប្រយុទ្ធជាមួយក្រុមចៅវាងនោះការប្រយុទ្ធនោះធ្វើឲ្យផ្អើលអស់នគរលុនចត្រាចៅវាងបានប្រើវិទ្យាមន្តខ្លាំងអស្ចារ្យធ្វើឲ្យព្រះនាងទាំងពីរទប់ទល់មិនបានហើយក៏ត្រូវរបួសខ្លាំងហើយពេលនោះចាំពេលដែរព្រះអង្គគូហ្វីនិងព្រះអង្គគូហ្វាកំពុងតែធ្វើដំណើរកាត់នគរលុនចត្រាហើយក៏បានឃើញនគរនោះឃើញសង្គ្រាមវឹកវរហើយពេលនោះព្រះអង្គទាំងពីរក៏បានឃើញព្រះនាងទាំងពីរកំពុងតែប្រយុទ្ធជាមួយមេចៅម្នាក់ហើយពេលនោះព្រះអង្គគូហ្វីនិងព្រះអង្គគូហ្វាក៏បានចុះទៅជួយព្រះនាងទាំងពីរនោះព្រះអង្គគូហ្វាបានប្រើវិទ្យាមន្តបង្កើតកងទ័ពខ្មោចជាច្រើនដើម្បីទៅប្រយុទ្ធជាមួយក្រុមចៅវាងនោះឯព្រះអង្គគូហ្វាវិញក៏បានប្រើវិទ្យាមន្តបង្កើតជាព្យុះភ្លៀងមួយដើម្បីបបោកកងទ័ពចៅនោះហើយចៅវាងនោះក៏បានដឹងថាខ្លួននឹងត្រូវចាញ់ហើយចៅវាងក៏បានប្រើមន្តអាគមនិងវិទ្យាមន្តខ្លាំងអស្ចារ្យធ្វើឲ្យសត្វក្របីដែលយានជំនិះរបស់ខ្លួនមានមេត្តាធំនិងមានអំណាចហើយទៅប្រយុទ្ធជាមួយនឹងព្រះអង្គគូហ្វីនិងព្រះអង្គគូហ្វាហើយពេលនោះព្រះអង្គទាំងពីរក៏បានប្រើវិទ្យាមន្តធ្វើឲ្យសត្វរមាសនិងសត្វឃ្មុំមានមេត្តាធំនិងមានកម្លាំងខ្លាំងអស្ចារ្យហើយទៅប្រយុទ្ធជាមួយនឹងសត្វក្របីដ៏ធំមួយនោះការប្រយុទ្ធនោះធ្វើឲ្យរំជួលដល់ដីហើយសត្វក្របីវិទ្យាមន្តនោះក៏បានប្រយុទ្ធជាមួយនឹងសត្វរមាសពេលនោះសត្វរមាសមានមន្តអាគមខ្លាំងពូកែហើយក៏បានបុកចំទ្រង់សត្វក្របីនោះហើយក្របីនោះក៏បានដេកស្លាប់និងធ្វើឲ្យមេចៅវាងក៏បានប្រេះទ្រង់ស្លាប់នៅក្បែរក្របីនោះដែរនគរលុនចត្រាក៏បានត្រឡប់មកភាពស្ងប់ស្ងាត់វិញព្រះអង្គទេវវង្សបានឃើញព្រះអង្គទាំងពីរជួយព្រះនាងនិងជួយនគរលុនចត្រាហើយព្រះអង្គក៏បានលើកព្រះនាងទាំងពីររៀបអភិសេកជាមួយព្រះអង្គគូហ្វីនិងព្រះអង្គគូហ្វាហើយព្រះអង្គគូហ្វីនិងព្រះអង្គគូហ្វាក៏បានយាងព្រះនាងដួងម៉ានីនិងព្រះនាងលីថងទៅនគរខ្លួនដើម្បីឲ្យព្រះបិតានិងព្រះមេដាបានស្គាល់ព្រះនាងទាំងពីរនោះមានទឹកហូរដ៏ខ្លាំងមួយហូរតាមទន្លេបក់បោកទូកដ៏កញ្ចាស់មួយនិងក្មេងមួយដែលនៅក្នុងទូកនោះហើយរត់សិតអណ្ដែតតាមទន្លេក្មេងចម្លែកនោះរស់នៅលើទូកកញ្ចាស់នោះគ្មានអាហារគ្មានទឹកតែអាចរស់នៅបានហើយនឹងធំធាត់មានបុរសម្នាក់កំពុងតែឈរស្ទូចត្រីស្រាប់តែឃើញទូកកញ្ចាស់មួយបានហោះកាត់ពីមុខបុរសនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយបានឃើញក្មេងតូចមួយដែលនៅក្នុងទូកនោះបុរសនោះឆ្ងល់ថាក្មេងតូចម្នាក់នេះមានរាងកាយមាំមួនទោះគ្មានចំណីអាហារគ្មានទឹកតែក្មេងម្នាក់នេះអាចធំធាត់បានបុរសនោះក៏ចាប់ផ្ដើមច្រវាចាប់ទូកនោះហើយលើកក្មេងតូចនោះចេញពីទូកនោះបុរសនោះក៏បានគិតថាមិននឹងយកក្មេងនោះទៅណាហើយក៏បានយកក្មេងនោះទៅចិញ្ចឹមដោយសារតែបុរសនោះក៏គ្មានកូនដែរបុរសម្នាក់នោះក៏បានដាក់ឈ្មោះឲ្យក្មេងតូចនោះថាវិសាបុត្រក្មេងតូចវិសាបុត្រនេះមានសមត្ថភាពខ្លាំងពូកែទី1ពូកែស៊ីទី2ពូកែដេកទី3នឹងមានកម្លាំងខ្លាំងថ្ងៃមួយឪពុកនោះបានបញ្ជាឲ្យវិសាទៅត្រង់យកទឹកដោះគោពីគោមួយនៅក្នុងក្រោវិសាបុត្រមិនដឹងថាយកទឹកដោះគោរបៀបម៉េចហើយក៏បានទៅចាប់ផ្លោកគោពេលនោះគោភ្ញាក់ធាក់វិសាបុត្រមួយជើងធ្វើឲ្យវិសាបុត្រផ្លោងចូលទៅប្រនោះចម្បាំងវិសាបុត្រខឹងយ៉ាងខ្លាំងដោយសារតែគោមិនព្រមឲ្យទឹកដោះមកខ្លួនវិសាបុត្រក៏បានដាក់ទៅក្បែរគោនោះហើយក៏បានដាក់គោមួយដៃធ្វើឲ្យគោនោះដេកមកយ៉ាងស្អាតដោយសារតែវិសាបុត្រខឹងយ៉ាងខ្លាំងដោយសារតែគោហ៊ានធាក់គេមួយជើងពេលនោះវិសាបុត្រភ័យយ៉ាងខ្លាំងដោយសារតែគោបានស្លាប់ហើយវិសាបុត្រក៏បានកុហកប្រាប់ឪពុកថាគោនោះបានស្លាប់ហើយដោយសារតែរអិលជើងដួលហើយបានស្លាប់ពេលនោះឪពុកវិសាបុត្រក៏មិនបានខ្វាយខ្វល់ឪពុកនោះបានប្រាប់វិសាបុត្រថាឲ្យយកគោនោះយកទៅឲ្យម្ដាយធ្វើម្ហូបទៅពេលនោះវិសាបុត្រមិនដឹងថាត្រូវធ្វើយ៉ាងម៉េចដោយសារតែគោនោះមានមេធំហ
ហើយដោយសារតែវិសាបត់ឆោតផងហើយក៏បានលីកូនោះយកទៅឲ្យម្ដាយខ្លួនពេលនោះម្ដាយឃើញវិសាបត់ធ្វើឲ្យម្ដាយវិសាបត់មានការភ័យខ្លាចយ៉ាងខ្លាំងដោយសារតែកូនបានលីកូនោះមកឲ្យខ្លួនហើយម្ដាយវិសាបត់ក៏សួរថាតើឯងលីយ៉ាងម៉េចពេលនោះវិសាបត់បានទម្លាក់កូនចោះហើយក៏បានដើរទៅលេងជាមួយក្មេងៗនៅក្នុងភូមិហើយពេលនោះវិសាបត់បានដើរលេងនៅក្នុងភូមិហើយក៏បានឃើញក្មេងៗកំពុងតែនាំគ្នាលេងវិសាបត់ក៏បានសុំលេងដែរប៉ុន្តែក្មេងនៅក្នុងភូមិនោះគឺមិនឲ្យវិសាបត់លេងទេហើយវិសាបត់ក៏ប្រើសមត្ថភាពពិសេសរបស់ខ្លួនធ្វើឲ្យឃ្មុំដែលនៅក្បែរនោះទៅទិចក្មេងៗក្នុងភូមិហើយក្មេងៗក្នុងភូមិក៏បានរត់យ៉ាងលឿនហើយវិសាបត់ក៏បានចុះសោយសប្បាយព្រោះឃើញក្មេងៗទាំងអស់នោះត្រូវឃ្មុំទិចពេលមួយឪពុកវិសាបត់បាននាំវិសាបត់ចូលទៅក្នុងព្រៃដើម្បីបេះផ្លែឈើពេលនោះឪពុកវិសាបត់បានប្រាប់វិសាបត់ថាកុំឲ្យបេះផ្លែឈើឆ្ងាយពីកន្លែងហ្នឹងវិសាបត់ស្ដាប់បានហើយក៏បានសប្បាយនឹងបេះផ្លែឈើផងហើយក៏បានដើរឆ្ងាយពីទីនោះធ្វើឲ្យវង្វេងជាមួយឪពុកពេលនោះវិសាបត់ភ័យយ៉ាងខ្លាំងហើយក៏បានខំស្រែកហៅឪពុកតែដោយសារតែវង្វេងហើយក៏ហៅមិនលឺមួយស្របក់ក្រោយមកវិសាបត់ក៏បានឮសំឡេងតោមួយនៅក្បែរនោះតោនោះក៏បានហត់លោតចេញពីក្នុងព្រៃពេលនោះវិសាបត់បាននិយាយថាអាតោនេះប្រហែលជាវាចង់ស្លាប់ហើយមើលទៅពេលនោះតោនោះក៏បានហក់ខាំវិសាបត់បានចាប់បន្ទុយតោជាប់ហើយក៏បានក្រវិចបោកនឹងដើមឈើធ្វើឲ្យតោនោះស្លាប់ហើយក៏បន្តដំណើរទៅមុខទៀតវិសាបត់បានជួបនឹងស្ដេចឥន្ទ្រីមួយដែលជាប់អន្ទាក់ព្រានព្រៃដែលដាក់នោះហើយវិសាបត់ក៏បានកាត់ក្តីអាណិតទៅលើឥន្ទ្រីនោះហើយក៏បានជួយដល់អន្ទាក់នោះហើយធ្វើឲ្យសត្វឥន្ទ្រីនោះមានសេរីភាពវិញសត្វឥន្ទ្រីនោះក៏បានឃើញវិសាបត់ដែលជួយរំដោះខ្លួនពីអន្ទាក់ព្រានព្រៃហើយសត្វឥន្ទ្រីនោះបានសួរវិសាបត់ថាតើផ្ទះឯងនៅឯណាដោយសារតែវិសាបត់មានសមត្ថភាពពិសេសទើបអាចស្ដាប់ឥន្ទ្រីនោះនិយាយបានហើយក៏បាននិយាយជាមួយឥន្ទ្រីនោះក៏បានដឹងថាផ្ទះវិសាបត់នៅក្បែរនោះអញ្ចឹងហើយឥន្ទ្រីនោះក៏បានឲ្យវិសាបត់ឡើងជិះខ្នងរបស់ខ្លួនហើយហោះទៅភូមិនោះពេលនោះវិសាបត់បានហោះទៅដល់ភូមិដែលខ្លួនធ្លាប់រស់នៅហើយក៏បានចុះពីខ្នងសត្វឥន្ទ្រីហើយក៏បានអរគុណសត្វឥន្ទ្រីនោះហើយសត្វឥន្ទ្រីនោះក៏បានហោះត្រឡប់ទៅវិញងាកមកឪពុកម្ដាយវិសាបត់វិញស្មានថាវិសាបត់ស្លាប់ហើយក៏បានអង្គុយយំស្រាប់តែឮសំឡេងគោះទ្វារមួយពេលនោះម្ដាយនិងឪពុកវិសាបត់បានបើកទ្វារហើយក៏បានឃើញវិសាបត់ហើយក៏បានអោបវិសាបត់យ៉ាងខ្លាំងដោយសារតែឪពុកម្ដាយរបស់វិសាបត់ស្មានថាវិសាបត់ស្លាប់ហើយព្រោះនៅក្នុងព្រៃនោះសម្បូរសត្វសាហាវជាច្រើនថ្ងៃមួយវិសាបត់ធំពេញវ័យឪពុកវិសាបត់បានប្រាប់ឲ្យវិសាបត់យកប្រពន្ធតែវិសាបត់មិនស្រឡាញ់រីនៅក្នុងភូមិនោះទេថ្ងៃមួយមានមន្ត្រីរាជវាំងបានធ្វើដំណើរកាត់ភូមិនោះហើយក៏បានប្រកាសរាជសារប្រាប់ថាស្ដេចត្រូវការឬកូនប្រសាតែត្រូវឆ្លងកាត់ដំណាក់កាលមួយទើបអាចធ្វើជាកូនប្រសាព្រះអង្គបានដំណាក់កាលទី1នោះគឺត្រូវទៅយកវត្ថុបុរាណមួយនៅប្រាសាទយក្សមួយហើយវត្ថុបុរាណនោះគឺជាហឹបវីតាមុនហើយនរណាអាចឆ្លងកាត់ដំណាក់កាលនេះបានទើបមានសិទ្ធិនិងសមត្ថភាពធ្វើជាកូនប្រសាព្រះអង្គបានថ្ងៃមួយព្រះនាងក៏បានធ្វើដំណើរកម្សាន្តនៅក្នុងភូមិកំពុងតែធ្វើដំណើរស្រាប់តែវិសាបត់បានឃើញព្រះនាងធ្វើឲ្យវិសាបត់ជាប់ចិត្តស្រឡាញ់ទៅព្រះនាងយ៉ាងខ្លាំងហើយឈប់មើលព្រះនាងដោយផ្លឹកហើយព្រះនាងក៏បានធ្វើដំណើរទៅបាត់ទៅពេលនោះវិសាបត់បានសុំឪពុកម្ដាយទៅដាក់ពាក្យដើម្បីជ្រើសរើសធ្វើជាកូនប្រសាស្ដេចតែឪពុកម្ដាយវិសាបត់មិនព្រមដោយសារតែការដាក់ពាក្យជ្រើសរើសនេះមិនធម្មតាទេព្រោះអាចនឹងបាត់បង់ជីវិតតែឪពុកម្ដាយវិសាបត់មិនព្រមតែដោយសារតែវិសាបត់មិនស្ដាប់នឹងឪពុកម្ដាយក៏នៅតែជំនះដាក់ពាក្យទាល់តែបានឪពុកម្ដាយវិសាបត់មានតែជូនពរវិសាបត់ថ្ងៃប្រឡងដាក់ពាក្យជ្រើសរើសកូនប្រសាស្ដេចមានអ្នកទៅជាច្រើនហើយនៅក្នុងនោះក៏មានវិសាបត់ដែរព្រះអង្គអង្គុយលើរាជបល្ល័ង្កហើយប្រាប់អ្នកដែលមកចូលរួមថាបើអ្នកណាមានសមត្ថភាពធ្វើរឿងមួយនេះបាននោះនឹងក្លាយជាកូនប្រសាព្រះអង្គហើយព្រះនាងក៏បានអង្គុយនៅជិតព្រះបិតាហើយពេលនោះវិសាបត់សម្លឹងទៅមើលព្រះនាងដោយក្តីស្រឡាញ់ហើយនឹងផ្លឹកមួយស្របក់ហើយពេលនោះទាហានព្រះអង្គបាននិយាយថាចាប់ផ្ដើមអ្នកទាំងអស់គ្នាដែលចូលរួមគឺចាប់ផ្ដើមរៀបចំធ្វើដំណើរទៅយកវត្ថុបុរាណមួយនៅប្រាសាទយក្សមួយនៅលើកំពូលភ្នំពេលនោះវិសាបត់បានទៅដល់មុខប្រាសាទយក្សមួយហើយបានឃើញមនុស្សជាច្រើនស្លាប់នៅមុខខ្លោងទ្វារពេលនោះវិសាបត់ដឹងថាជាស្នាដៃយក្សហើយវិសាបត់បានធ្វើដំណើរចូលខ្លោងទ្វារប្រាសាទយក្សមួយនោះហើយក៏បានដើរថ្នមស្រាប់តែឃើញយក្សមួយកំពុងតែដេកលូងលក់ពេលនោះវិសាបត់បានឃើញពន្លឺចាញ់ចាំងមួយចេញពីបន្ទប់មួយហើយក៏បានឃើញវត្ថុបុរាណមួយវត្ថុបុរាណនោះគឺហូបវីតាមុនស្រាប់តែពេលនោះវិសាបត់បានងាកមកក្រោយហើយក៏បានឃើញយក្សដ៏ធំមួយឈរពីមុខគេវិសាបត់ភ័យយ៉ាងខ្លាំងហើយក៏បានរត់ចុះតាមជណ្ដើរចេញពីប្រាសាទនោះយក្សនោះខឹងយ៉ាងខ្លាំងដោយសារតែវិសាបត់បានយកវត្ថុបុរាណរបស់ខ្លួន
ហើយយៈនោះក៏បានដេញតាមវិសាបុត្រពេលនោះវិសាបុត្រក៏បានរត់ចូលទៅក្នុងព្រៃយៈនោះក៏បានធ្វើដំណើរទៅតាមវិសាបុត្រនោះដែរពេលនោះយៈនោះក៏បានយកលើថ្មគប់ទៅលើវិសាបុត្រដោយសារតែវិសាបុត្ររត់លឿនរហ័សទៅធ្វើឲ្យពីដុំថ្មនោះបានពេលនោះវិសាបុត្របានរត់ទៅដល់ផ្លូវតហើយអស់ផ្លូវដែលទៅទៀតបានពេលនោះវិសាបុត្របានបញ្ឆោតឲ្យយៈប្រែកលាខ្លួនតូចដើម្បីប្រយុទ្ធជាមួយវិសាបុត្របាននិយាយថាអាចចង្រៃបើឯងក្រាំបើឯងប្រែកលាខ្លួនតូចមកហើយវាយជាមួយយើងមួយស្មើយើងគិតថាឯងកំសាកបើឯងខ្លាំងឯងប្រែកលាខ្លួនមកចាក់នោះខឹងយ៉ាងខ្លាំងហើយក៏បានប្រែកលាខ្លួនតូចប៉ុនមនុស្សហើយក៏បានវាយជាមួយនឹងវិសាបុត្រយៈនោះមិនបានដឹងថាវិសាបុត្រមានកម្លាំងពិសេសហើយនឹងកម្លាំងខ្លាំងដែលអាចវាយជាមួយយៈមួយស្មើបានពេលនោះយៈនោះបំរុងនឹងវាយវិសាបុត្រហើយស្រាប់តែវិសាបុត្រវាយបានមុនហើយបានដាក់យៈមួយដៃធ្វើឲ្យយៈនោះបាក់ធ្មេញធ្វើឲ្យយៈនោះឈឺយ៉ាងខ្លាំងហើយយៈនោះក៏សុំចុះចាញ់ហើយក៏បានហោះទៅប្រាសាទខ្លួនវិញវិសាបុត្រក៏បានយកវត្ថុបុរាណនោះហើយក៏បានធ្វើដំណើរទៅរាជវាំងពេលមកដល់រាជវាំងវិសាបុត្រក៏បានធ្វើដំណើរចូលក្នុងរាជវាំងហើយក៏បានយកវត្ថុបុរាណនោះទៅឲ្យព្រះអង្គមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែហបវេទមន្តនេះមិនងាយមានអ្នកយកបានទេទោះយកមនុស្សមួយនគរទៅយកហបវេទមន្តនេះក៏មិនអាចយកប្រយ័ត្ននោះបានដែរព្រះអង្គក៏បានរៀបចំអភិសេកឲ្យវិសាបុត្រនិងព្រះនាងព្រោះវិសាបុត្រអាចយកហបវេទមន្តនេះបានហើយពេលនោះវិសាបុត្របានរៀបអភិសេកជាមួយព្រះនាងហើយក៏បានយាងព្រះនាងទៅភូមិវិសាបុត្រហើយក៏បានទៅដល់មុខផ្ទះវិសាបុត្រពេលនោះឪពុកម្ដាយវិសាបុត្រសប្បាយចិត្តយ៉ាងខ្លាំងហើយពេលនោះវិសាបុត្រក៏បានឲ្យមានប្រាក់ជាច្រើនទៅឪពុកម្ដាយខ្លួនហើយវិសាបុត្រនិងព្រះនាងក៏បានយាងទៅនគរវិញនាសម័យសង្គ្រាមប្រជាពលរដ្ឋរត់ភៀសខ្លួនមកតាំងទីលំនៅនៅក្នុងភូមិលំចាក់មួយការរស់នៅក្នុងភូមិនោះរស់ដោយក្តីសុខសាន្តប្រកបរបរដោយក្តីរីករាយមានបុរសម្នាក់ជីវភាពក្រីក្រខ្វះខាតជាងគេបរិះនោះគ្មានផ្ទះសម្បែងមានតែពូថៅមួយជាប់នឹងខ្លួនដោយសារជីវភាពខ្វះខាតបរិះនោះគ្មានដីគ្មានស្រែចម្ការមានតែពូថៅមួយជាប់នឹងខ្លួនបរិះនោះតែងតែកាប់អស់ដូចជារៀងរាល់ថ្ងៃពេលបរិះនោះកំពុងតែកាប់អស់ដោយរដងស្រាប់តែថ្ងៃនេះកាប់ទៅខ្ទាបពូថៅធ្លាក់ចូលក្នុងទឹកនៅក្បែរនោះបរិះនោះជ្រួយសវ៉ាហក់ចូលក្នុងទឹកដើម្បីចាប់ពូថៅដែលខ្លួនទឹកធ្លាក់ចូលតែដោយសារទឹកហូរខ្លាំងទើបធ្វើឲ្យបរិះនោះរកពូថៅមិនឃើញហើយបរិះនោះអង្គុយយំនៅមាត់ទន្លេយ៉ាងខ្លាំងដោយសារតែសោកស្ដាយយ៉ាងខ្លាំងព្រោះថាខ្លួនមានតែពូថៅនឹងមួយទេប្រសិនបើអត់មានពូថៅទេតើជីវិតខ្លួននឹងទៅជាយ៉ាងណាមួយស្របក់ក្រោយមកមាននាងទេពមច្ឆាមួយមានសម្រស់ស្រស់ស្អាតបានយកពូថៅដែលខ្លួនកាត់ធ្លាក់នោះបានយកឲ្យបរិះនោះមានតែសប្បាយចិត្តយ៉ាងខ្លាំងហើយក៏អរគុណទៅនាងទេពមច្ឆានោះបរិះនោះតែតែកាប់អស់ដោយរដងនៅក្បែរមាត់ទន្លេនោះហើយឃើញនាងទេពមច្ឆាស្រស់ស្អាតដែលទឹកលេងនៅក្បែរនោះហើយបរិះនេះកើតចិត្តក្តីស្រឡាញ់ទៅនាងទេពមច្ឆានោះហើយបរិះនោះតែងតែនិយាយលេងជាមួយនាងទេពមច្ឆាដែលស្រស់ស្អាតនោះនាងទេពមច្ឆាដែលស្រស់ស្អាតនោះក៏មានចិត្តស្រឡាញ់ទៅលើបរិះនោះដែរថ្ងៃមួយពួកគេក៏បានរួមមេត្រីគ្នានៅក្បែរមាត់ទឹកនោះមិនយូរប៉ុន្មាននាងទេពមច្ឆាក៏មានផ្ទៃពោះបរិះនោះតែងតែមើលថែនាងទេពមច្ឆានោះពេលទៅកាប់អស់ម្ដងថ្ងៃមួយនាងទេពមច្ឆាក៏បានបង្កើតបានកូនស្រីមួយពេលបរិះនោះបានឃើញកូនរបស់ខ្លួនសប្បាយចិត្តយ៉ាងខ្លាំងតែមិនដឹងត្រូវធ្វើយ៉ាងម៉េចក៏បានជាកូននោះទៅចិញ្ចឹមព្រោះថានាងទេពមច្ឆាមិនអាចចិញ្ចឹមកូននោះបានទេអញ្ចឹងហើយមានតែបរិះនោះយកទៅចិញ្ចឹមអ្នកភូមិឆ្ងល់ណាស់ថាតើបរិះនេះបានកូនមកពីណាព្រោះថាបរិះនេះមិនដែលរៀបការហើយក៏គ្មានប្រពន្ធដែរបរិះនោះក៏បានឆ្លើយកុហកប្រាប់ថាខ្លួនបានរស់បានក្មេងមួយនៅក្នុងត្រីទើបធ្វើឲ្យគេមានចិត្តក្តីអាណិតក៏បានយកក្មេងនោះមកចិញ្ចឹមតែមានតែតាមម្នាក់នៅក្នុងភូមិនោះដែលមិនជឿទៅលើសម្ដីបរិះនោះទេព្រោះគាត់គិតថាគ្មានកូនឯណាមកទុកក្នុងព្រៃទេតែចាស់នោះមានការសង្ស័យហើយក៏បានតាមលួចមើលបរិះនោះពេលទៅកាប់អស់ម្ដងហើយក៏ឃើញបរិះនោះកំពុងតែសាសងជាមួយនឹងទេពមច្ឆាម្នាក់នៅក្នុងទឹកតាចាស់នោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមិនដែលឃើញនាងទេពមច្ឆាធ្វើឲ្យតាចាស់នោះបានរត់ប្រញាប់ប្រាប់អ្នកភូមិធ្វើឲ្យអ្នកភូមិមានការព្រួយបារម្ភយ៉ាងខ្លាំងខ្លាចមានរឿងចង្រៃដល់ក្នុងភូមិអ្នកភូមិបាននាំគ្នាទៅប្រាប់មេភូមិឲ្យទៅរកយីធ្មប់ម្នាក់ព្រោះយីធ្មប់នោះអាចកំចាត់នាងមច្ឆាបានព្រោះយីធ្មប់នេះមានមន្តអាគមខ្លាំងអស្ចារ្យពេលនោះតាមេភូមិបានទៅដល់អាស្រមយីធ្មប់នោះហើយក៏ប្រាប់ពីដំណើររឿងតាក់ទងនាងទេពមច្ឆានិងបរិះកាប់អស់នោះយាយធ្មប់បានដឹងរឿងនេះក៏បានបញ្ជាឲ្យអ្នកភូមិនាំគ្នាលើកគ្នាទៅដេញចាប់បរិះនោះហើយចាប់ក្មេងតូចនោះដើម្បីប្រឆាត់ឲ្យបរិះនោះទៅក្បែរមាត់ទឹកហើយពេលនោះសំឡេងយំរបស់ក្មេងនោះនឹងលឺដល់នាងទេពមច្ឆានោះហើយនាងទេពមច្ឆានោះនឹងឡើងមកលើគោកហើយយាយធ្មប់នោះនឹងប្រាំមន្តអាគមសម្លាប់នាងទេពមច្ឆានោះអ្នកភូមិក៏បានធ្វើតាមយាយធ្មប់នោះអ្នកភូមិក៏បានលើកគ្នាទៅដេញចាប់បរិះនោះហើយបរិះនោះក៏បានរត់ក្បែរមាត់ទឹកហើយអ្នកភូមិក៏បាននាំគ្នាឡោមព័ទ្ធបរិះកាប់អស់នោះហើយក៏បានគប់ភ្លើងទៅបរិះកាប់អស់នោះ
ធ្វើឲ្យក្មេងតូចនឹងដៃបរោះកាប់អស់នោះយំយ៉ាងខ្លាំងធ្វើឲ្យសំឡេងនាងលឺដល់នាងទេពមច្ឆាដែលនៅក្នុងទឹកនាងទេពមច្ឆាបានដឹងថាប្តីខ្លួននិងកូនរបស់ខ្លួនជួបគ្រោះថ្នាក់ហើយនាងទេពមច្ឆាក៏បានហែឡើងទៅខាងលើហើយបានធានាប្តីរបស់ខ្លួនកំពុងទៅជួបគ្រោះថ្នាក់អ្នកភូមិបំរុងដិតបរោះនោះនឹងកូននោះហើយនាងទេពមច្ឆាក៏បានប្រាំហត្ថរិទ្ធបក់ទឹកធ្វើឲ្យរលត់ភ្លើងនោះយាយធ្មប់នោះក៏បានឃើញអាកាសល្អក៏ប្រាំមន្តអាគមបង្កត់ជាខ្មោចដ៏ច្រើនហើយទៅសម្លាប់នាងទេពមច្ឆានោះពេលនោះនាងទេពមច្ឆាត្រូវបានខ្មោចជាច្រើនឡោមព័ទ្ធហើយបំរុងនឹងច្បាច់ក៏សម្លាប់នាងទៅហើយពេលនោះនាងទេពមច្ឆាសដង្ហើមចុងក្រោយក៏បានប្រើមត្តរិទ្ធឲ្យមានត្រូវជាច្រើននាំកូនរបស់ខ្លួនមកដែរតាមទឹកហើយនាងទេពមច្ឆាក៏បានស្លាប់ទៅហើយបុរសនោះត្រូវបានអ្នកភូមិនាំគ្នាទៅស្លាប់ទៅឯក្មេងតូចនោះបានរត់សិតអណ្ដែតតាមទឹកឲ្យសារបានចំនួនពីត្រីច្រើនទៅធ្វើឲ្យក្មេងតូចនោះអណ្ដែតតាមទឹករហូតអណ្ដែតទៅដល់អាស្រមលោកតាឥសីចាស់ម្នាក់ដែលកំពុងតែតាំងសមាធិនៅមាត់ទឹកតែឥសីចាស់បានឃើញក្មេងតូចហើយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែឥសីចាស់ក៏បានស្រង់ក្មេងនោះយកទៅចិញ្ចឹមតែឥសីចាស់ក៏បានដឹងរឿងរ៉ាវឪពុកម្ដាយក្មេងតូចនោះមិនយូរប៉ុន្មានក្មេងតូចនោះក៏ចាប់ផ្ដើមធំហើយតែឥសីចាស់បានដាក់ឈ្មោះឲ្យក្មេងតូចនោះថានាងច័ន្ទហើយនាងច័ន្ទក៏បានរស់នៅជាមួយតែឥសីចាស់តែឥសីចាស់បានបរៀនមន្តវិជ្ជាការនិងមន្រអស្ចារ្យទៅនាងហើយនាងរៀនឆាប់ចាំជាស្ទាត់ពូកែមានពេលវេលាមួយមានខ្លាខ្មោចដ៏ធំមួយបានរអិលជើងធ្លាក់ចូលក្នុងទឹកពេលនោះនាងច័ន្ទបានឃើញខ្លានោះហើយក៏បានជ្រមុជទឹកចុះទៅជួយតែនាងមានអារម្មណ៍ថានាងអាចដកដង្ហើមក្នុងទឹកបានដោយសារតែនាងមានដើមកំណើតម្ដាយជាមច្ឆានាងក៏បានជួយសង្គ្រោះខ្លានោះហើយក៏បានស្រង់ខ្លានោះឡើងទៅលើគោកវិញខ្លាខ្មៅនោះក៏បានអរគុណនាងយ៉ាងខ្លាំងហើយក៏បានដើរចូលទៅផ្ទៃបាត់ទៅងាកមកក្នុងភូមិលងចាក់វិញអ្នកភូមិរស់ដោយក្តីសុខសាន្តថ្ងៃមួយមានមហាសេដ្ឋីកំណាញ់មួយក្បាលទំពេកជាសេដ្ឋីមួយដែលមានចិត្តលោភលន់និងធ្វើបានអ្នកភូមិនៅក្នុងភូមិនោះដោយសារតែអ្នកភូមិនៅក្នុងភូមិនោះចំពាក់លុយកាក់របស់សេដ្ឋីនោះទើបសេដ្ឋីនោះធ្វើបាបមានថ្ងៃមួយសេដ្ឋីលោភលន់នោះខឹងយ៉ាងខ្លាំងខឹងទៅអ្នកភូមិដោយសារតែអ្នកភូមិមិនបានសងប្រាក់ទៅខ្លួនហើយសេដ្ឋីនោះក៏បានទៅអាស្រមរបស់យាយធ្មប់មួយសេដ្ឋីនោះក៏បានប្រាប់ពីដំណើររឿងហើយឲ្យយាយធ្មប់នោះទៅធ្វើបាបអ្នកភូមិណាដែលមិនបានសងប្រាក់ខ្លួនយាយធ្មប់នោះក៏បាននិយាយថាបើចង់ឲ្យខ្លួនធ្វើបាបអ្នកភូមិតើតាសេដ្ឋីឲ្យប្រាក់ទៅខ្លួនឲ្យបានច្រើនពេលនោះសេដ្ឋីលុបលន់នោះក៏បានយល់ព្រមហើយក៏ឲ្យប្រាក់ជាច្រើនទៅយាយធ្មប់ដែលចង់បានពេលវេលាយប់មួយយាយធ្មប់នោះក៏បានរៀបពិធីដាក់ប្រលឹងខ្មោចជាច្រើនឲ្យទៅធ្វើបាបអ្នកភូមិនោះមួយស្របក់ក្រោយមកប្រលឹងខ្មោចជាច្រើនបានទៅធ្វើបាបអ្នកនៅក្នុងភូមិនោះធ្វើឲ្យអ្នកនៅក្នុងភូមិនោះមានការភ័យខ្លាចជាខ្លាំងអ្នកខ្លះភ័យអ្នកខ្លះខ្លាចអ្នកខ្លះឈឺស្លាប់ហើយអ្នកខ្លះក៏បានរត់ទៅនៅភូមិផ្សេងមានបរិសម្នាក់ដែលសារតែកាត់ក្តីអាណិតដល់អ្នកភូមិក៏បានប្រាប់ពីដំណើររឿងធ្វើឲ្យអ្នកភូមិដឹងថាជាស្នាដៃយាយធ្មប់នោះពេលនោះអ្នកភូមិនាំគ្នាលើកគ្នាទៅកំទេចអាស្រមយាយធ្មប់នោះពេលនោះអ្នកភូមិនាំគ្នាដិតអាស្រមយាយធ្មប់នោះយាយធ្មប់នោះបានដឹងថាខ្លួននឹងត្រូវអស់ជីវិតហើយក៏បានប្រើវេទមន្តចុងក្រោយធ្វើឲ្យព្រលឹងខ្មោចជាច្រើនមកស្ថិតនៅក្នុងខ្លួនធ្វើឲ្យយាយធ្មប់នោះមានកម្លាំងខ្លាំងហើយក៏ហោះចេញពីភូមិនោះបាត់ទៅអ្នកភូមិស្មានថាយាយធ្មប់នោះស្លាប់ហើយក៏បាននាំគ្នាអស់សប្បាយហើយក៏បានទៅផ្ទះរៀងៗខ្លួនមិនយូរប៉ុន្មានយាយធ្មប់នោះក៏បានមកធ្វើបាបអ្នកនៅក្នុងភូមិនោះឲ្យតែពេលយប់ឡើងយាយធ្មប់នោះតែងតែមកស៊ីមាន់ស៊ីទាក្របីអ្នកភូមិទាំងអស់គ្នាមានការឆ្មល់ថាមានអ្វីកើតឡើងបានជាមាន់ទាក្របីជ្រូកគោរបស់ពួកគេបានស្លាប់នាយប់មួយប្រុសចាស់នោះបានឃើញយាយធ្មប់នោះកំពុងតែស៊ីមាន់ទាកោក្របីអ្នកភូមិហើយប្រុសនោះមានការភ័យខ្លាចយ៉ាងខ្លាំងហើយក៏បានរត់ឡើងលើផ្ទះរបស់ខ្លួនព្រលឹមឡើងតាចាស់នោះបានប្រាប់ពីដំណើររឿងថាយាយធ្មប់នោះជាអ្នកស៊ីគោក្របីអ្នកភូមិបានដឹងថាយាយធ្មប់នោះមិនទាន់ស្លាប់អ្នកភូមិមានការភ័យខ្លាចយ៉ាងខ្លាំងព្រោះគិតថាខ្លាចយាយធ្មប់នោះនឹងមកសងសឹកនឹងអ្នកភូមិឲ្យតែពេលរសៀលយប់ឡើងអ្នកភូមិនៅក្នុងភូមិនោះតែងតែបិទទ្វារមិនហ៊ាននរណាចុះចេញក្រៅយប់ទេរៀងរាល់ថ្ងៃមន្ទីរជួក្របីអ្នកភូមិស្លាប់ជាបន្តបន្ទាប់ធ្វើឲ្យអ្នកភូមិទាំងអស់គ្នាអស់សង្ឃឹមយ៉ាងខ្លាំងព្រោះថាអ្នកភូមិមានតែប៉ុណ្ណឹងបើរាល់ថ្ងៃស្លាប់ច្រើនយ៉ាងហ្នឹងតើឲ្យអ្នកភូមិទៅរំពឹងអ្វីទៀតមានបុរសម្នាក់មិនចេញមុខនិយាយថាខ្លួននឹងកំចាត់យាយធ្មប់នេះហើយបុរសនោះឲ្យអ្នកភូមិនាំគ្នារៃប្រាក់ដើម្បីជួគ្រូខ្លាំងម្នាក់ដើម្បីឲ្យកំចាត់យាយធ្មប់នោះបុរសនោះនាំគ្នា4ទៅ5នាក់បានទៅជួបគ្រូម្នាក់នៅឆ្ងាយពីភូមិនោះបន្តិចហើយលោកគ្រូនោះឲ្យមកជួយហើយសេដ្ឋីចិត្តលុបលន់នោះបានគិតក្នុងចិត្តថាកុំឲ្យអ្នកភូមិនិយាយថាខ្លួនជាអ្នកមានហើយហេតុអ្វីបានមិនជួយអ្នកភូមិនៅក្នុងភូមិនោះសេដ្ឋីចិត្តលុបលន់បានបញ្ជាឲ្យកូនចៅរបស់ខ្លួនទៅជួបគ្រូ4-5នាក់ដែលមកពីភូមិខាងកើតឲ្យមកជួយកំចាត់យាយធ្មប់ដែរនាយប់ឡើងគ្រូទាំងអស់បានរៀបចំពិធីមន្តអាគម
ដើម្បីកញ្ចាត់យិធ្មប់នោះមួយស្របក់ក្រោយមកយិធ្មប់នោះបានបង្ហាញខ្លួនហើយធ្វើការប្រយុទ្ធជាមួយនឹងគ្រូមន្តអាគមទាំងអស់ធ្វើឲ្យគ្រូមន្តអាគមទាំងអស់ទប់ទល់បានហើយក៏រត់ផាក់រញ៉ាំយករត់ខ្លួនបាត់ទៅអ្នកភូមិទាំងអស់អស់សង្ឃឹមយ៉ាងខ្លាំងដោយសារគ្រូទាំងអស់មិនអាចធ្វើឲ្យយិធ្មប់នោះបានងាកមកនាងចានវិញនាងមានមន្តអាគមនិងមហិទ្ធិខ្លាំងពូកែហើយនឹងមានខ្លាខ្មៅមួយដែលចាំជួយនាងតែឯសេចាស់បានប្រាប់ពីដំណើររឿងតាក់ទងនឹងឪពុកម្ដាយរបស់នាងនៅក្នុងភូមិនោះហើយក៏ដល់ពេលដែលនាងត្រូវកញ្ចប់យិធ្មប់នោះដើម្បីសងសឹកឲ្យឪពុកម្ដាយរបស់នាងនិងជួយអ្នកភូមិមនុស្សនាងច័ន្ទបានឲ្យខ្លាខ្មៅធំនោះប្រែកាឡាខ្លួនជាឆ្មាតូចមួយហើយនាងច័ន្ទបានបីឆ្មាខ្មៅតូចនោះចូលក្នុងភូមិនាងច័ន្ទបានបីឆ្មាខ្មៅមួយឲ្យធ្វើដំណើរដល់ក្នុងភូមិហើយក៏បានដឹងថាយិធ្មប់នោះចេញស៊ីគោក្របីអ្នកភូមិនាពេលយប់នាយប់ឡើងបានមកដល់នាងច័ន្ទបានឃើញយិធ្មប់នោះកំពុងតែសំណំស៊ីគោក្របីអ្នកភូមិនាងច័ន្ទបានប្រើមន្តអាគមនិងមន្ត្រិតហើយឆ្មាខ្មៅនោះខ្លាចជាខ្លាដ៏ធំមួយហើយទៅប្រយុទ្ធជាមួយយិធ្មប់នោះខ្លាខ្មៅធំនោះបានប្រយុទ្ធជាមួយយិធ្មប់នោះហើយធ្វើឲ្យយិធ្មប់នោះរបួសធ្ងន់ដោយសារតែខ្លាខ្មៅនោះមានមន្តអាគមខ្លាំងនិងមានកម្លាំងខ្លាំងទើបយិធ្មប់នោះទប់ទល់បានហើយក៏បានស្លាប់ទៅអ្នកនៅក្នុងភូមិបានដឹងថាយិធ្មប់នោះស្លាប់ហើយក៏បានសប្បាយចិត្តខ្លាំងណាស់ហើយក៏បានដឹងថានាងច័ន្ទជាអ្នកស្លាប់យិធ្មប់នោះអ្នកភូមិទាំងអស់គ្នាក៏បានអរគុណទៅនឹងច័ន្ទហើយអ្នកភូមិទាំងអស់ក៏បានសុំទោសទៅនឹងច័ន្ទដោយសារតែមានការយល់ច្រឡំទើបធ្វើឲ្យពុកម្ដាយរបស់នាងបានស្លាប់ហើយនាងច័ន្ទក៏បានបីឆ្មាខ្មៅហើយធ្វើដំណើរទៅអាស្រមឥសីចាស់វិញអ្នកភូមិទាំងអស់គ្នាបានដឹងកំហុសរបស់ខ្លួនហើយក៏បានសង់រូបសំណាកមួយដែលមានទេពមច្ឆានិងបរិសកាប់អស់ម្នាក់ដើម្បីរំលឹកគុណដល់ពុកម្ដាយរបស់នាងច័ន្ទសេដ្ឋីចិត្តលោកលួនបានខឹងទៅនាងច័ន្ទយ៉ាងខ្លាំងដោយសារតែអ្នកភូមិមានការស្រឡាញ់និងគាំទ្រទៅនាងច័ន្ទនាងច័ន្ទធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវស្រាប់តែមានក្រុមចោរមួយវងបានប្រាថ្នាដណ្ដំធ្វើឲ្យនាងច័ន្ទនិងឆ្មាតូចបានសន្លប់ហើយក្រុមចោរនោះបានចាប់នាងច័ន្ទហើយចងខ្សែបោះចូលក្នុងទន្លេព្រឹកស្អែកឡើងសេដ្ឋីចិត្តលោកលួនបានប្រកាសប្រាប់ឪភូមិថាតាមពិតទៅនាងច័ន្ទគឺជាមនុស្សបោកប្រាស់ទេអ្នកដែលសម្លាប់យិធ្មប់នោះគឺជាសេដ្ឋីនេះទេសេដ្ឋីនោះបាននិយាយពុះពោកកុហកធ្វើឲ្យអ្នកភូមិមានការយល់ច្រឡំគិតថានាងច័ន្ទគឺជាមនុស្សបោកប្រាស់ហើយអ្នកដែលសម្លាប់យិធ្មប់នោះគឺជាសេដ្ឋីនោះទេហើយអ្នកភូមិខឹងនាងច័ន្ទយ៉ាងខ្លាំងដោយសារតែនាងច័ន្ទបានពុះពោកកុហកអ្នកភូមិងាកមកនាងច័ន្ទវិញដែលត្រូវក្រុមចោរមួយវងបានចាប់នាងចងខ្សែបោះចូលទៅក្នុងទឹកហើយនាងច័ន្ទក៏បានសន្លប់អស់2ថ្ងៃ3យប់ដោយសារតែនាងអាចដកដង្ហើមក្នុងទឹកបានដោយសារតែនាងមានដើមកំណើតម្ដាយជាមច្ឆានាយប់មួយមានប្រឡងខ្មោចជាច្រើនដែលចេញពីក្អមយិធ្មប់នោះប្រឡងខ្មោចទាំងអស់បានជើអុកលុកក្នុងភូមិហើយចាប់សេដ្ឋីលោកលួនហើយស៊ីងាកមកនាងច័ន្ទវិញបានភ្ញាក់ដឹងខ្លួនហើយបានខំរើបំរើពីចំណងដែលចងជាប់នាងពេលនោះនាងច័ន្ទបានប្រាំហត្រិតធ្វើឲ្យទេពមច្ឆាជាច្រើនមកជួយនាងពេលនោះនាងច័ន្ទរួចខ្លួនហើយក៏បានឡើងលើគោកហើយនាងច័ន្ទបានប្រាំហត្រិតឲ្យឆ្មាខ្មៅដែលនៅចាំនាងនៅលើគោកហើយជាខ្លាដ៏ធំមួយហើយនាងជាខ្លាដ៏ធំនោះចូលក្នុងភូមិនាងច័ន្ទបានឃើញអ្នកភូមិដេកស្លាប់ជាច្រើនពេលនោះនាងច័ន្ទបានប្រើខ្លាខ្មៅឲ្យទៅប្រយុទ្ធជាមួយនឹងប្រឡងខ្មោចទាំងអស់នោះនាងច័ន្ទបានអង្គុយសមាធិនៅក្នុងភូមិហើយប្រើមន្តអាគមរបស់ខ្លួនដើម្បីទៅកម្ចាត់ប្រឡងខ្មោចទាំងអស់នោះធ្វើឲ្យប្រឡងខ្មោចទាំងអស់នោះរលាយខ្លាចជាផេះអ្នកភូមិទាំងអស់គ្នាបានឃើញនាងច័ន្ទជួយសង្គ្រោះក៏បានលើកជង្គង់ឲ្យសុំទោសហើយអរគុណទៅនាងច័ន្ទនាងច័ន្ទក៏បានបីឆ្មាខ្មៅនោះទៅមាត់ទន្លេដែលកន្លែងឪពុកម្ដាយរបស់នាងបានស្លាប់ពេលនោះព្រលឹងឪពុកម្ដាយរបស់នាងបានបង្ហាញខ្លួនធ្វើឲ្យនាងច័ន្ទសប្បាយចិត្តយ៉ាងខ្លាំងហើយឪពុកម្ដាយរបស់នាងបានហោះឡើងទៅលើមេឃហើយកើតជាទេវតានៅឋានសួគ៌ជាយូរលង់ណាស់មកហើយមានគ្រួសារក្រីក្រកំសត់មួយមានប្តីប្រពន្ធ2នាក់រស់នៅក្នុងភូមិឥស្រយាពីគេគ្រួសារនេះរស់នៅទាំងលំបាកដោយសារតែជីវភាពរាល់ថ្ងៃប្តីប្រពន្ធ2នាក់នេះតែងតែទៅធ្វើស្រែចម្ការជារៀងរាល់ថ្ងៃនាយុគរំលងអត្រិតមួយប្រពន្ធបរននោះបានជឿពោះហើយក៏បានបង្កើតកូនមួយដែលមានរូបរាងសម្បុរពណ៌ខ្មៅប្តីប្រពន្ធ2នាក់នោះបានឆ្ងល់ថាតើហេតុអ្វីបានកូនរបស់ពួកគេមានសម្បុរពណ៌ខ្មៅប្តីប្រពន្ធ2នាក់នោះក៏មិនបានខ្វាយខ្វល់ព្រោះគិតថាជាកូនរបស់ខ្លួនហើយក៏បានចិញ្ចឹមកន្លងផុតទៅប្រហែលជា5ឆ្នាំព្រះនាងមុខខ្មៅតែងតែជួយធ្វើការងារឪពុកម្ដាយទៅស្រែចម្ការនិងដាំដំណាំពេលទំនេរព្រះនាងមុខខ្មៅតែងតែទៅលេងជាមួយក្មេងនៅក្នុងភូមិតែក្មេងៗនៅក្នុងភូមិនោះមិនដែលចូលចិត្តព្រះនាងទេព្រោះក្មេងៗនោះមិនចូលចិត្តសម្បុរព្រះនាងពណ៌ខ្មៅពេលនោះព្រះនាងដោយសារតែការចិត្តខឹងខ្លាំងទៅលើក្មេងៗក្នុងភូមិក៏បានធ្វើបាបហើយក្មេងៗនៅក្នុងភូមិនោះក៏យំទាំងអស់គ្នា
ព្រះនាងតែងតែចូលចិត្តធ្វើបាបក្មេងៗនៅក្នុងភូមិព្រោះពួកគេមិនដែលចង់លេងជាមួយព្រះនាងទេថ្ងៃមួយព្រះអង្គពុទ្ធៅទេពបានទៅលេងនៅក្នុងភូមិហើយក៏បានជួបនឹងព្រះនាងមុខខ្មៅពេលនោះព្រះអង្គពុទ្ធៅទេពបានជួបនឹងព្រះនាងមុខខ្មៅព្រះអង្គក៏សោកយ៉ាងខ្លាំងព្រះអង្គក៏សួរថាតើនាងជាអ្វីហេតុអ្វីបានមានសម្បុរពណ៌ខ្មៅម្ល៉េះគ្រាន់តែឮព្រះអង្គសួរដូច្នេះព្រះនាងមុខខ្មៅខឹងយ៉ាងខ្លាំងហើយក៏បានទីដំបងដេញវាយព្រះអង្គតែព្រះអង្គក៏បានគេចទាន់ហើយក៏អត់ត្រូវព្រះនាងមុខខ្មៅក៏ធាក់ព្រះអង្គមួយជើងហើយព្រះអង្គបានដួលទៅលើដីព្រះនាងមុខខ្មៅក៏បានធ្វើដំណើរទៅផ្ទះវិញពេលនោះព្រះអង្គពុទ្ធៅទេពខឹងយ៉ាងខ្លាំងហើយព្រះអង្គមិនមាត់ហើយចាំថានឹងសងសឹកនៅថ្ងៃស្អែកមកដល់ព្រះអង្គស្ទាក់ផ្លូវព្រះនាងមុខខ្មៅនៅពីមុខហើយព្រះអង្គបានបញ្ជាឲ្យឆ្កែទៅខាំព្រះនាងមុខខ្មៅពេលនោះព្រះនាងដឹងទាន់ដោយសារតែព្រះនាងមុខខ្មៅមានដំបងនៅក្នុងដៃក៏បានវាឆ្កែនោះធ្វើឲ្យឆ្កែនោះភ័យហើយក៏រត់ចូលក្នុងព្រៃបាត់ទៅព្រះអង្គពុទ្ធៅទេពឃើញឆ្កែរបស់ខ្លួនរត់ចូលទៅក្នុងព្រៃព្រះអង្គអង្គុយយំដោយសារឆ្កែនេះគឺជាឆ្កែសំណាប់ចិត្តរបស់ព្រះអង្គច្រើនឆ្នាំកន្លងផុតទៅព្រះនាងមុខខ្មៅនិងព្រះអង្គពុទ្ធៅទេពធំពេញវ័យមានសម្រស់ស្រស់ស្អាតព្រះអង្គតែងតែនៅក្នុងរាជវាំងព្រោះថាព្រះអង្គត្រូវរៀនសូត្រពីការគ្រប់គ្រងក្នុងរាជវាំងព្រះបិតារបស់ព្រះអង្គតែងតែបង្រៀនព្រះអង្គពីមន្តវិជ្ជាគុណនិងមាត្រិតដើម្បីឲ្យព្រះអង្គទប់ការពារខ្លួនងាកមកព្រះនាងមុខខ្មៅវិញដោយសារតែព្រះនាងមុខខ្មៅត្រូវបណ្ដាសាពីអតីតជាតិបានធ្វើឲ្យព្រះនាងខ្មៅមកដល់ឥឡូវតែបណ្ដាសានេះបានត្រូវបានសាបរលាបវិញព្រះនាងមុខខ្មៅចាប់ផ្ដើមមានពណ៌សម្បរស្រស់ស្អាតដូចគេដូចឯងហើយថែមទាំងមានសម្រស់ស្រស់ស្អាតជាងគេនៅក្នុងភូមិព្រះនាងបានធ្វើឲ្យកំឡុះក្នុងភូមិចាប់អារម្មណ៍នឹងព្រះនាងព្រោះពីមុនមកមិនដែលមាននរណាហ៊ានមើលមុខព្រះនាងទេព្រោះព្រះនាងមានសម្បរពណ៌ខ្មៅនាវេលាមួយនៅក្នុងភូមិព្រះនាងមុខខ្មៅមានខ្យល់ព្យុះគួតដ៏ធំមួយបានធ្វើឲ្យមានទឹកជំនន់ហូរលិចភូមិព្រះនាងហើយក៏បានធ្វើឲ្យព្រះនាងហូរទៅតាមទឹករហូតដល់ភូមិយក្សមួយពេលនោះព្រះនាងទៅនៅច្រាំងហើយសម្លាប់បាត់បង់ស្មារតីនៅក្បាលច្រាំងមាត់ទន្លេមួយពេលនោះមានយក្សមួយដែលមានសម្បុរពណ៌បៃតងដែលធំជាងមនុស្សបន្តិចបានឃើញព្រះនាងសម្លាប់បាត់បង់ស្មារតីនៅមាត់ទឹកហើយយក្សនោះក៏បានជួយព្រះនាងហើយយកព្រះនាងទៅក្នុងភូមិយក្សមួយពេលនោះយក្សទាំងអស់នៅក្នុងភូមិមានការឆ្ងល់ជាខ្លាំងថាតើនេះជាអ្វីព្រោះពីមុនមកយក្សនេះមិនដែលឃើញមានមនុស្សបែបនេះទេហើយយក្សនៅក្នុងភូមិនោះក៏បានជួយព្រះនាងភ្ញាក់ដឹងខ្លួនឡើងមានការភ័យខ្លាចយ៉ាងខ្លាំងព្រោះឃើញយក្សដែលមានសម្បុរពណ៌បៃតងនិងមានចង្កូមតែយក្សនោះបាននិយាយថាខ្ញុំមិនធ្វើបាបព្រះនាងទេព្រះនាងក៏បានធូរចិត្តហើយក៏បាត់ភ័យព្រះនាងសួរយក្សនេះថាតើទីនេះជាទីណាយក្សនោះក៏បានឆ្លើយប្រាប់ថានៅទីនេះគឺជាភូមិយក្សមានថ្ងៃមួយនគរព្រះអង្គពុទ្ធៅទេពត្រូវបានបិសាចហូឡាមកឈ្លានពានហើយបានធ្វើឲ្យរាជវាំងរញ៉េរញ៉ៃស្ដេចហូឡានោះបានប្រាប់ព្រះបិតារបស់ព្រះអង្គពុទ្ធៅទេពថាថ្ងៃស្អែកឲ្យចុះចេញពីរាជបល្ល័ង្កបើមិនឈ្នះទេយើងនឹងមកសម្លាប់ឯងធ្វើឲ្យព្រះបិតារបស់ព្រះអង្គពុទ្ធៅទេពភ័យយ៉ាងខ្លាំងហើយក៏មិនដឹងត្រូវធ្វើយ៉ាងម៉េចក៏ចុះចេញតាមដែលស្ដេចហូឡាបានបញ្ជាឲ្យចុះចេញព្រោះព្រះអង្គបានប្រយុទ្ធជាមួយនឹងស្ដេចហូឡានេះហើយស្ដេចហូឡានេះខ្លាំងអញ្ចឹងហើយព្រះអង្គគឺមិនអាចទទួលបានទេដោយរក្សាជីវិតព្រះអង្គត្រូវតែចុះចេញពីរាជបល្ល័ង្កព្រះអង្គពុទ្ធៅទេពនិងព្រះបិតានិងព្រះមាតាបានធ្វើដំណើរចូលក្នុងព្រៃហើយពេលនោះព្រះបិតារបស់ព្រះអង្គមានប្រឈួនឈឺធ្ងន់ក៏បានស្លាប់នៅក្នុងព្រៃព្រះមាតារបស់ព្រះអង្គពុទ្ធៅទេពឃើញដូច្នេះហើយធ្វើឲ្យព្រះមាតាឈឺចិត្តយ៉ាងខ្លាំងហើយក៏បានស្លាប់ទៅជាមួយព្រះអង្គដែរព្រះអង្គពុទ្ធៅទេពឃើញដូច្នេះនៅនឹងមុខក៏បាននិយាយថាតើកម្មពីអ្វីបានធ្វើឲ្យព្រះបិតានិងព្រះមាតាស្លាប់នៅមុខព្រះអង្គពេលនោះព្រះអង្គក៏បាននិយាយហើយក៏បានសម្លាប់បាត់បង់ស្មារតីទៅពេលនោះដោយសារតែមានបុណ្យតែឥសីចាស់បានយកព្រះអង្គទៅនៅជាមួយតែឥសីចាស់បានបរៀនមន្តវិជ្ជាការទៅដល់ព្រះអង្គបន្ថែមទៀតហើយព្រះអង្គបានរៀនឆាប់ចាំនិងចេះមន្តវិជ្ជាការដ៏ខ្លាំងហើយពេលនោះព្រះអង្គពុទ្ធៅទេពមានមន្ត្រីខ្លាំងពូកែនឹងអាចប្រយុទ្ធជាមួយស្ដេចហូឡាបានតែឥសីចាស់បានប្រាប់ព្រះអង្គពុទ្ធៅទេពថាមានអាវុធមួយទើបព្រះអង្គអាចប្រយុទ្ធជាមួយស្ដេចហូឡាបានពេលនោះតែឥសីចាស់បានសេពមន្តអាគមធ្វើឲ្យទឹកនៃភ្លើងខ្យល់បង្កើតចេញពូថៅមួយហើយពូថៅនេះមានមហិទ្ធិខ្លាំងពូកែតែឥសីចាស់បានប្រាប់ព្រះអង្គថានេះគឺជាពូថៅទេពមួយបង្កើតឡើងដោយទឹកដីភ្លើងខ្យល់តែឥសីចាស់បាននិយាយចប់ហើយក៏បានប្រគល់ពូថៅទេពនេះឲ្យព្រះអង្គពេលនោះព្រះអង្គពុទ្ធៅទេពក៏បានសម្លៀកតែឥសីចាស់ទៅជួយនគររបស់ខ្លួន
ងាកមកព្រះនាងមុខខ្មៅវិញរស់នៅក្នុងភូមិយាអស់ជាយូរឆ្នាំហើយក៏ចង់ត្រឡប់ទៅភូមិខ្លួនវិញព្រះនាងមុខខ្មៅព្រះនាងដឹងថាមានស្ដេចយក្សនៅក្នុងភូមិនេះគឺមិនចង់ឲ្យព្រះនាងទៅទេព្រោះស្ដេចយក្សនេះស្រឡាញ់ព្រះនាងទើបចង់ឲ្យព្រះនាងនៅជាមួយខ្លួនតែព្រះនាងដឹងថាភូមិយក្សនេះមានវត្ថុបុរាណមួយដែលអាចនាំព្រះនាងហោះចេញពីភូមិនេះបានព្រោះថាភូមិនេះមិនអាចដើរចេញបានទេព្រោះកាលណាយើងដើរចេញហើយនោះយើងនឹងត្រឡប់មកដល់ភូមិនេះវិញព្រោះព្រះនាងបានសាកលួចចេញជាច្រើនដងហើយតែមិនអាចទៅណារួចបានទេនាយករំលងត្រៀតមួយព្រះនាងមុខខ្មៅបានធ្វើវត្ថុបុរាណមួយនៅក្នុងខ្ទមវត្ថុបុរាណនោះគឺជាទូកទេពនេះគ្រាន់តែយើងចង់ទៅណាគ្រាន់តែឡើងជិះហើយប្រាប់ពីបំណងប្រាថ្នាដែលខ្លួនចង់ទៅទូកទេពនេះនឹងហោះទៅកន្លែងដែលយើងចង់ប្រាថ្នាពេលនោះព្រះនាងលួចបានសម្រេចហើយក៏បានជិះទូកទេពនេះហោះឡើងទៅលើមេឃហើយក៏ហោះទៅដល់ភូមិព្រះនាងហើយបានឃើញផ្ទះពីមុនដែលព្រះនាងបានរស់នៅបានបែកបាក់ខូចផុសព្រះនាងដឹងថាឪពុកម្ដាយរបស់ព្រះនាងប្រហែលជាស្លាប់បាត់ហើយព្រោះខ្ជាប់ជុំនោះពូជយ៉ាងខ្លាំងធ្វើឲ្យទឹកជំនន់ហូរយ៉ាងខ្លាំងឯព្រះអង្គពុទ្ធៅទេពវិញបានធ្វើដំណើរមកដល់រាជវាំងហើយក៏បានឃើញបិសាចជាច្រើននៅមុខរាជវាំងព្រះអង្គក៏បានស្រែកនៅមុខខ្លោងទ្វារថាបិសាចហូឡាឆាប់ចេញមកភ្លាមឯសូមជីវិតព្រះបិតានិងព្រះបិតាយើងភ្លាមពេលនោះស្ដេចហូឡាលើកដូចនេះក៏បានហោះចេញពីរាជវាំងហើយក៏សួរថាឯងជានរណាហេតុអីឯងមកស្រែកនៅមុខខ្លោងទ្វារឯងមិនដឹងទេឬថាយើងជាបិសាចដ៏កាយសាហាវពេលនោះការប្រយុទ្ធចាប់តាមឡើងព្រះអង្គពុទ្ធៅទេពនិងបិសាចហូឡាបានប្រយុទ្ធគ្នាយ៉ាងខ្លាំងអស់រយៈពេល7ថ្ងៃ7យប់នៅតែមិនទាន់ដឹងឈ្នះចាញ់តែដោយសារឫទ្ធិអំណាចពុទ្ធៅទេពមានមហាទ្រព្យខ្លាំងពូកែទើបសម្លាប់ស្ដេចហូឡាបានពេលនោះព្រះអង្គពុទ្ធៅទេពបានចូលទៅគ្រប់គ្រងនៅក្នុងនគររបស់ខ្លួនការគ្រប់គ្រងរបស់ព្រះអង្គពុទ្ធៅទេពបានធ្វើឲ្យនគរសុខសាន្តឡើងវិញហើយព្រះអង្គបានធ្វើដំណើរទៅក្នុងភូមិដោយរាល់ដងហើយព្រះអង្គក៏បានជួបនារីម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាតធ្វើឲ្យព្រះអង្គចាប់អារម្មណ៍លួចស្រឡាញ់ទៅនារីម្នាក់នោះព្រះអង្គក៏បានសួរថាតើនាងមកពីណាយើងមិនអាចធ្លាប់ឃើញនាងពីមុនមកសោះព្រះនាងមុខខ្មៅក៏បានឆ្លើយប្រាប់ថាខ្ញុំតើលោកមិនស្គាល់ទេឬព្រះអង្គពុទ្ធៅទេពស្ដាប់យូរក៏ដូចធ្លាប់ស្គាល់សំឡេងនេះព្រះអង្គក៏សួរថានាងគឺជានាងដែលមានមុខខ្មៅពីមុនឬព្រះនាងមុខខ្មៅក៏ឆ្លើយប្រាប់ព្រះអង្គថានេះហើយជាខ្ញុំព្រះអង្គក៏បានបិទមាត់ហើយញញឹមពេលនោះព្រះអង្គពុទ្ធៅទេពក៏បានយាមព្រះនាងមុខខ្មៅទៅក្នុងរាជវាំងរបស់ខ្លួនហើយក៏បានសុំព្រះនាងមុខខ្មៅរៀបអភិសេកជាមួយទ្រង់ព្រះនាងមុខខ្មៅក៏បានយល់ព្រមហើយក៏បានរៀបអភិសេកជាមួយព្រះអង្គពុទ្ធៅទេពនាវេលាមួយនៃផ្ទៃមេឃអ៊ូអាប់បង្កើតជាភ្នែកបន្ទោបកូលាន់ប៉ះគ្នាបង្កើតជាដុំផ្កាឈូកមួយនិងមានពន្លឺចែងចាំងអស្ចារ្យចេញពីផ្កាឈូកទឹកផ្កាឈូកនេះបានធ្លាក់ពីលើមេឃហើយផាត់ធ្លាក់ទៅក្នុងរន្ធពងក្រពើមួយហើយពងក្រពើនោះមានតែមួយនៅផ្កាឈូកសត្វក្រពើជាម្ដាយតែងតែក្រាបជារៀងរាល់ថ្ងៃហើយសត្វក្រពើនោះមិនបានដឹងថាមានផ្កាឈូកមួយដែលនៅជាមួយពងរបស់វាទេវាតែងតែក្រាបពីលើជារៀងរាល់ថ្ងៃដល់ពេលវេលាដែលពងក្រពើញាស់សត្វក្រពើជាម្ដាយមិនដែលនឹងមើលពងវាទៀតទេព្រោះដោយសារតែកូនរបស់វាបានញាស់ហើយអញ្ចឹងហើយវាអស់ពេលវេលាដែលនៅមើលថែពងក្រពើនោះទៀតពងក្រពើនោះបានញាស់ចេញពីសត្វពងក្រពើមួយហើយចំណែកផ្កាឈូកវិញពេលដែលផ្កាឈូកបើកស្លឹកម្ដងឃើញក្មេងតូចមួយដែលមានរូបរាងស្អាតហើយរុំក្រណាត់ពណ៌មាសនិងមានពន្លឺចែងចាំងអស្ចារ្យតាមពិតទៅនេះជាបណ្ដាសាបគូរន្ទះបានបង្កើតផ្កាឈូកមួយនិងពងក្រពើមួយដែលត្រូវបណ្ដាសាពីអតីតជាតិកន្លងទៅជាយូរឆ្នាំទីរូបដែលនៅផ្កាឈូកនិងកូនក្រពើតូចមួយបានធំធាត់ឡើងប៉ុនគ្នាហើយព្រះនាមផ្កាឈូកតែងតែប្រឡែងជាមួយកូនក្រពើពេលទៅណាម្ដងព្រះនាមផ្កាឈូកតែងតែឡើងជិះក្នុងក្រពើអាកែវធ្វើដំណើរតាមទឹកដោយក្តីរីករាយនិងសប្បាយចិត្តក្មេងៗនៅក្នុងភូមិគ្មាននរណាហ៊ានលេងជាមួយព្រះនាមផ្កាឈូកទេដោយសារតែម្ដាយឪពុកគេបានប្រាប់ថាព្រះនាមផ្កាឈូកមានក្រពើមួយនៅក្បែរអញ្ចឹងហើយគឺហាមមិនឲ្យលេងជាមួយព្រះនាមផ្កាឈូកទេព្រះនាមផ្កាឈូកចង់ទៅលេងជាមួយក្មេងៗនៅក្នុងភូមិប៉ុន្តែអ្នកនៅក្នុងភូមិហាមដាច់ខាតមិនឲ្យព្រះនាមផ្កាឈូកឡើងទៅលេងជាមួយក្មេងៗនៅក្នុងភូមិទេព្រះនាមផ្កាឈូកមានសមត្ថភាពពីដើមកំណើតគឺព្រះនាមផ្កាឈូកអាចប្រើមហិទ្ធិឫទ្ធិធ្វើឲ្យទឹកស្រកទឹកទន្លេរីងបានគ្រាន់តែព្រះនាងនិយាយថាទឹកត្រូវតែរីងពេលនោះទឹកចាប់ផ្ដើមស្រកនិងហួតហែងដោយសារតែព្រះនាងកើតពីធម្មជាតិទើបធ្វើឲ្យព្រះនាងមានសមត្ថភាពខ្លាំងពូកែហើយមានសម្រស់ស្រស់ស្អាតថែមទៀតផង
ចំណែកក្រពើអាកែវវិញក៏មានហត្ថរិទ្ធខ្លាំងពូកែដែរក្រពើអាកែវមានសមត្ថភាពខ្លាំងគឺមានកម្លាំងខ្លាំងនិងអាចប្រយុទ្ធជាមួយដំរីពីរក្បាលបានថ្ងៃមួយព្រះនាងអបសុកក៏បានធ្វើដំណើរតាមទឹកហើយក៏បានជិះក្នុងក្រពើអាកែវតាមផ្ទៃទឹកទន្លេដងកៃផ្ទៃទឹកទន្លេដងកៃដែលព្រះនាងផ្កាឈូកមិនដែលបានទៅហើយចង់ដឹងថាផ្ទៃទឹកនេះមានសម្រស់ស្រស់ស្អាតប៉ុណ្ណាពេលធ្វើដំណើរដល់ពាក់កណ្ដាលទន្លេក្រពើអាកែវមានអារម្មណ៍ថាមានអ្វីខុសប្លែកហើយក៏ប្រាប់ព្រះនាងផ្កាឈូកថាមានអ្វីដែលចង់ប្រយុទ្ធជាមួយវាក្រពើអាកែវបានជួនព្រះនាងទៅជ្រោយមកខាងនៃទន្លេពេលនោះមានក្រពើមួយសម្បុរពណ៌ខ្មៅហើយបានបោះពួយពីចម្ងាយហើយបានប្រយុទ្ធជាមួយនឹងក្រពើអាកែវពេលនោះក្រពើពណ៌ខ្មៅនិងក្រពើអាកែវបានប្រយុទ្ធគ្នាខ្លាំងតែឯសារអំណាចក្រពើអាកែវមានមេត្តាធំនិងមានកម្លាំងខ្លាំងបានប្រយុទ្ធជាមួយក្រពើអាខ្មៅរហូតដល់ក្រពើអាខ្មៅនោះស្លាប់ហើយក្រពើអាកែវបានជួលដំណើរព្រះនាងទៅបន្តទៀតក្រពើអាកែវតាំងពីបានសម្លាប់ក្រពើអាខ្មៅនោះមកក្រពើអាកែវមានអារម្មណ៍ថាមិនខ្លាចនឹងក្រពើណាទៀតទេអ្នកភូមិនៅក្នុងភូមិក្បែរនោះតែងតែមុជទឹកលេជាប្រចាំថ្ងៃមួយមានដំណឹងថាមានបុរសម្នាក់ស្លាប់ដោយសារក្រពើខាំអ្នកភូមិខឹងណាស់នឹងក្រពើអាកែវព្រោះគិតថាក្រពើអាកែវខាំសម្លាប់បុរសនោះព្រះនាងផ្កាឈូកបានសួរក្រពើអាកែវថាតើឯងមានបានសម្លាប់បុរសនោះទេក្រពើអាកែវបាននិយាយថាវាមិនបានសម្លាប់បុរសនោះទេព្រះនាងក៏បានយល់ចិត្តពីក្រពើអាកែវព្រោះថាក្រពើអាកែវមិនដែលធ្វើបាបអ្នកភូមិក្បែរនោះទេអ្នកភូមិខឹងខ្លាំងណាស់ហើយបាននាំគ្នាលើកគ្នាដេញក្រពើអាកែវចេញពីបឹងទន្លេនេះក្រពើអាកែវខឹងខ្លាំងណាស់នឹងអ្នកភូមិហើយក៏បានហើរចេញពីមាត់ទន្លេនេះទៅអ្នកភូមិសប្បាយចិត្តណាស់ដោយសារតែបានដេញក្រពើអាកែវចេញពីមាត់ទន្លេនេះងាកមកព្រះនាងផ្កាឈូកវិញព្រះនាងអន់ចិត្តណាស់នឹងអ្នកភូមិក្បែរនោះព្រោះថាខ្លួនធ្លាប់រស់នៅជាមួយក្រពើអាកែវជាយូរហើយនៅទន្លេនេះអ្នកភូមិសប្បាយចិត្តណាស់ហើយក៏នាំគ្នាចុះមួយទឹកទន្លេនោះមួយស្របក់ក្រោយមកមានក្រពើធំមួយហក់មកខាំអ្នកភូមិនៅក្នុងទឹកពេលនោះអ្នកភូមិនៅក្នុងទឹកមានការភ័យខ្លាចយ៉ាងខ្លាំងហើយក៏បាននាំគ្នាឡើងលើច្រាំងវិញអ្នកភូមិដឹងថាក្រពើនេះមិនមែនជាក្រពើអាកែវទេព្រោះក្រពើនេះមានមេធំនិងមានសម្បុរពណ៌ខ្មៅអ្នកភូមិទាំងអស់គ្នាបានទៅសុំទោសព្រះនាងផ្កាឈូកដោយសារតែអ្នកភូមិមានការយល់ច្រឡំនឹងក្រពើអាកែវព្រះនាងផ្កាឈូកបាននិយាយថាខ្លួនមិនបានខឹងនឹងអ្នកភូមិទេដោយសារអ្នកភូមិមានការយល់ច្រឡំអ្នកនៅក្នុងភូមិនោះក៏បានសុំឲ្យព្រះនាងផ្កាឈូកជួយកំចាត់ក្រពើដ៏ធំមួយនេះនៅបឹងទន្លេនេះព្រះនាងផ្កាឈូកក៏បានសន្យាជាមួយអ្នកភូមិព្រះនាងផ្កាឈូកក៏បានអធិដ្ឋានហៅក្រពើអាកែវមកវិញក្រពើអាកែវបានដឹងថាព្រះនាងអធិដ្ឋានហៅខ្លួនក្រពើអាកែវក៏បានវាមកមាត់ច្រាំងវិញពេលនោះព្រះនាងផ្កាឈូកបានប្រាប់ថាមានក្រពើធំមួយបានធ្វើបាបអ្នកភូមិពេលនោះក្រពើអាកែវបានធ្វើដំណើរទៅប្រយុទ្ធជាមួយក្រពើនោះតាមពិតទៅក្រពើនេះជាបងក្រពើអាខ្មៅតែប្រយុទ្ធជាមួយនឹងក្រពើអាកែវហើយវាចង់សងសឹកជាមួយក្រពើអាកែវដែលបានសម្លាប់ប្អូនវាពេលនោះមួយរំពេចក្រោយមកក្រពើអាកែវបានហែកទៅដល់មាត់ទន្លេទឹកចាប់ផ្ដើមស្ងប់ស្ងាត់មានភ្នែកក្រពើមួយដ៏ធំមកពីចម្ងាយហើយក្រពើនោះបានហែមកសម្ដៅប្រយុទ្ធជាមួយនឹងក្រពើអាកែវហើយការប្រយុទ្ធនេះផ្អើលអស់ក្នុងទឹកព្រោះដោយសារតែក្រពើអាកែវមានមេធំនិងក្រពើដែលមកប្រយុទ្ធនោះក៏មិនធម្មតាដែរក្រពើអាកែវមិនបានដឹងថាក្រពើធំនេះមានមហិទ្ធិដឹងមន្តអាគមហើយមន្តអាគមនេះបញ្ចុះដោយលោកគ្រូចក្រីលោកគ្រូចក្រីគឺជាលោកគ្រូមួយដែលមានមន្តអាគមខ្លាំងអស្ចារ្យហើយក្រពើធំនេះជាយានជំនិះរបស់លោកគ្រូចក្រីតែក្រពើអាធំនេះវាបានរមើលគុណហើយបានស៊ីលោកគ្រូនោះពេលដែលវាជួលលោកគ្រូនោះធ្វើដំណើរតាមទឹកអញ្ចឹងហើយទើបនៅក្នុងខ្លួនវាមានមន្តអាគមនិងមានមហិទ្ធិខ្លាំងអស្ចារ្យហើយអាគមនេះនិងមហិទ្ធិបានដោយសារតែវាស៊ីលោកគ្រូចក្រីក្រពើអាធំនេះបានប្រយុទ្ធជាមួយនឹងក្រពើអាកែវហើយបានខំក្រពើអាកែវយ៉ាងរបួសធ្ងន់ក្រពើអាកែវខំណាស់ដែរតែមិនអាចទៅរួចជាមួយនឹងក្រពើអាធំនេះដោយសារក្រពើនេះមានស្បែកស្វិតទើបក្រពើអាកែវដកថយយករួចខ្លួនក្រពើអាកែវបានហែកទៅមកចាំងទឹកក្បែរនោះព្រះនាងផ្កាឈូកបានឃើញក្រពើអាកែវរបួសធ្ងន់ព្រះនាងផ្កាឈូកគិតក្នុងចិត្តថាក្រពើនេះមិនធម្មតាទេមួយស្របក់ក្រោយមកដោយសារតែក្រពើអាកែវទៅរបួសធ្ងន់ហើយក៏បានស្លាប់លិចចូលទៅបាតទន្លេព្រះនាងផ្កាឈូកឃើញក្រពើអាកែវស្លាប់ព្រះនាងយំយ៉ាងខ្លាំងពេលនោះព្រះនាងផ្កាឈូកក៏ប្រើប្រាស់ធម៌ពលរបស់ខ្លួនធ្វើឲ្យទឹកស្រកហួតហែងហើយក្រពើអាធំបានកកកាំងទៅណាមិនអាចទៅរួច
ហើយអ្នកភូមិឃើញដូច្នេះក៏បានលើកគ្នាទៅវាក្រពើនោះធ្វើឲ្យក្រពើអាធំស្លាប់ទៅតាមក្រពើអាកែវទៅក្រពើអាធំបានស្លាប់ទៅក៏បានកើតជាភ្នំមួយដែលមានរូបរាងដូចក្រពើអាធំចំណែកក្រពើអាកែវវិញបានស្លាប់ទៅក៏បានកើតជាភ្នំមួយដែលមានរូបរាងដូចក្រពើអាកែវពេលនោះព្រះនាងផ្កាឈូកបានប្រើប្រាស់ធម៌ពុទ្ធពិសេសរបស់ខ្លួនធ្វើឲ្យទឹកទន្លេឡើងធម្មតាវិញហើយអ្នកភូមិសប្បាយចិត្តណាស់ហើយក៏អរគុណនឹងព្រះនាងផ្កាឈូកដែលជួយអ្នកភូមិនិងអាណិតក្រពើអាកែវព្រះនាងផ្កាឈូកតែងតែឈរនៅមាត់ទន្លេហើយគិតដល់ក្រពើអាកែវដែលបានស្លាប់ទៅតាមពិតទៅក្រពើអាកែវជាព្រះអង្គម្នាក់ដែលត្រូវបណ្ដាសាពីអតីតជាតិហើយក៏បានខ្លាចជាក្រពើមួយដ៏ធំដែលបណ្ដាសានេះក្រពើអាកែវកាលនៅជាព្រះអង្គបានសម្លាប់នារីម្នាក់នោះបានដាក់បណ្ដាសាឲ្យព្រះអង្គខ្លាចជាក្រពើអាកែវតែដោយសារក្រពើអាកែវបានរួចពីបណ្ដាសានេះហើយបែររូបរាងកាយជាមនុស្សវិញហើយឈរនៅមុខព្រះនាងផ្កាឈូកហើយព្រះនាងផ្កាឈូកនិងព្រះអង្គកែវបានអោបគ្នាហើយរស់នៅជាមួយគ្នាជារៀងរហូតនៅមាត់ទន្លេនេះនេះសម័យមួយនៃនគរកេថាគ្រប់គ្រងដោយព្រះអង្គចតុមុខនិងអគ្គមហេសីសូដានីជានគរមួយដ៏រុងរឿងដ៏អស្ចារ្យព្រះអង្គចតុមុខមានអំណាចគ្រប់គ្រងនគរនិងច្បាំងនឹងនគរណាក៏មិនដែលចាញ់ទេព្រោះព្រះអង្គមានដាវមួយដែលខ្លាំងពូកែដាវនោះគឺជាដាវទេពជារៀងរាល់ថ្ងៃព្រះអង្គតែងតែហាត់វិជាគុណនិងមន្តអាគមពីសំណាក់តាឥសេចាស់មួយនៅលើកំពូលភ្នំថ្ងៃមួយមានស្ដេចនិកមួយដែលមានឈ្មោះថាទេវរៈដឹងថាព្រះអង្គចតុមុខមានមន្តអាគមខ្លាំងពូកែនិងមានដាវទេពព្រះអង្គតែងតែប្រយុទ្ធជាមួយនឹងនរណាមិនដែលចាញ់ទេស្ដេចនិកទេវរៈចង់ដឹងថាព្រះអង្គចតុមុខខ្លាំងប៉ុណ្ណាក៏ចង់សាកមន្តវិជាការនិងមហិទ្ធិពេលនោះព្រះអង្គទេវរៈបានហោះចេញពីទឹកហើយធ្វើដំណើរទៅនគរព្រះអង្គចតុមុខពេលនោះស្ដេចញាតិទេវរៈបានប្រាថ្នាអំពរដ៏អស្ចារ្យព្រោះទឹកធ្វើឲ្យលេចរីកវាំងពេលនោះព្រះអង្គចតុមុខដឹងថាស្ដេចញាតិនេះចង់សាក់មហិទ្ធិជាមួយព្រះអង្គពេលនោះព្រះអង្គក៏បានយកដាវទេពហើយក៏បានសូត្រមន្តអាគមនិងពាក់អាវក្រោះវេទមន្តអាវក្រោះវេទមន្តនេះមានមហិទ្ធិខ្លាំងអស្ចារ្យព្រោះថាអាវក្រោះនេះតាឥសេចាស់បានប្រគល់ឲ្យព្រះអង្គពេលនោះព្រះអង្គបានប្រើមហិទ្ធិហើយហោះឡើងទៅលើមេឃហើយធ្វើការប្រយុទ្ធជាមួយនឹងស្ដេចញាតិទេវរៈស្ដេចញាតិទេវរៈបានប្រើមហិទ្ធិព្រោះទឹកទៅលើព្រះអង្គពេលនោះព្រះអង្គបានប្រើដាវទេពទប់នឹងមហិទ្ធិនោះពេលនោះព្រះអង្គចតុមុខត្រូវបានព្រះអង្គទេវរៈវត្តមួយកន្ទុយត្រូវព្រះអង្គតែដោយសារតែព្រះអង្គមានអាវក្រោះវេទមន្តទើបព្រះអង្គមិនត្រូវរបួសសូម្បីតែបន្តិចពេលនោះព្រះអង្គចតុមុខបានលើកដាវឡើងហើយសូត្រមន្តអាគមធ្វើឲ្យដាវនោះមានមហិទ្ធិហើយហោះទៅប្រយុទ្ធជាមួយនឹងព្រះអង្គទេវរៈព្រះអង្គទេវរៈត្រូវមួយដាវព្រះអង្គទេវរៈដឹងថាការប្រយុទ្ធនេះព្រះអង្គនឹងធ្វើចាញ់អញ្ចឹងហើយព្រះអង្គក៏បានហោះចូលក្នុងទឹកវិញការចាញ់មួយនេះធ្វើឲ្យស្ដេចញាតិទេវរៈខឹងយ៉ាងខ្លាំងនិងអាម៉ាស់បំផុតព្រោះថាព្រះអង្គទៅប្រយុទ្ធបែរជាត្រូវចាញ់វិញកន្លងផុតទៅជាយូរឆ្នាំព្រះអង្គចតុមុខនិងអគ្គមហេសីសុដានីបានមានប្រករហើយក៏បានប្រសូតបុត្រមួយដែលមានឈ្មោះថាព្រះអង្គសូរិយានារាមប្រសូតមកព្រះអង្គជាក្មេងមួយដែលឆ្លាតនិងពូកែហើយជុតដាវនិងមន្តអាគមដោយព្រះអង្គចតុមុខដែរព្រះអង្គចតុមុខដឹងថាបុត្រចូលចិត្តខាងមន្តអាគមនិងដាវលុបែងព្រះអង្គក៏បានបង្ហាត់វិជាគុណនិងមន្តអាគមខ្លាំងទៅព្រះអង្គសូរិយានារាមឯស្ដេចញាតិទេវរៈវិញក៏បានប្រសូតបុត្រមួយតែបុត្រនោះកើតចំថ្ងៃដែរព្រះអង្គចតុមុខបានប្រសូតបុត្រមួយដែរបុត្រព្រះអង្គស្ដេចញាតិទេវរៈដែលមានឈ្មោះថាព្រះអង្គអភ័យស៊ីសវណ្ណព្រះអង្គអភ័យស៊ីសវណ្ណក៏មិនធម្មតាដែរព្រះអង្គស្ដេចញាតិទេវរៈបានបរៀនវិជាគុណនិងមន្តអាគមហត្ថិឫទ្ធិខ្លាំងអស្ចារ្យទៅព្រះអង្គអភ័យស៊ីសវណ្ណមានថ្ងៃមួយមានព្រះនាងដ៏កំសត់មួយដែលមានឈ្មោះថាព្រះនាងមនីគឺជាកូនកសិករក្រក្រីបំផុតព្រះនាងមនីតែងតែដើរកម្សាន្តលេងនៅក្នុងភូមិមួយព្រះអង្គសូរិយានារាមក៏បានអបសក់ក៏បានធ្វើដំណើរទៅក្នុងភូមិដើម្បីកម្សាន្តចាយតានអីក៏បានជួបនឹងព្រះនាងមនីហើយព្រះអង្គក៏បានកើតចិត្តស្រឡាញ់ទៅព្រះនាងមនីតែព្រះនាងមនីក៏មិនបានដឹងថាព្រះអង្គសូរិយានារាមស្រឡាញ់ខ្លួនទេគ្រាន់តែជួបមុខគ្នាម្ដងសោះងាកមកព្រះអង្គអភ័យស៊ីសវណ្ណក៏អបសក់ក៏បានសូមព្រះបិតាឡើងមកឋានកណ្ដាលដើម្បីមើលមនុស្សឋានកណ្ដាលតើពួកគេរស់របៀបម៉េចហើយប្រកបរបររបៀបម៉េចព្រះអង្គទេវរៈហាមដាច់ខាតមិនឲ្យព្រះអង្គឡើងមកឋានកណ្ដាលទេតែព្រះអង្គអភ័យស៊ីសវណ្ណមិនស្ដាប់នឹងការហាមឃាត់របស់ព្រះអង្គទេហើយក៏បានលោភលួចឡើងទៅឋានកណ្ដាលពេលនោះព្រះនាងមនីក៏បានដួលទឹកហើយពេលនោះព្រះអង្គអភ័យស៊ីសវណ្ណបានឃើញព្រះនាងមនីហើយក៏បានកាត់ចិត្តក្តីស្រឡាញ់ទៅលើព្រះនាងមនីព្រះអង្គអភ័យស៊ីសវណ្ណក៏បានប្រែកាឡាខ្លួនជាបរិមម្នាក់ហើយដាក់កាត់ទីនោះហើយក៏បានសួរព្រះនាងមនីថាតើផ្លូវនេះផ្លូវទៅណាដែរ
ព្រះនាងមណីក៏បានឆ្លើយថាផ្លូវនឹងទៅភូមិដងពេលនោះព្រះអង្គអភ័យស៊ីសុវណ្ណក៏បានសូមព្រះនាងមណីជូនទៅភូមិនោះព្រះអង្គបាននិយាយថាខ្លួនមកពីឆ្ងាយមិនដឹងថាផ្លូវណាទៅភូមិដងទេព្រះនាងមណីក៏បានជូនព្រះអង្គអភ័យស៊ីសុវណ្ណមកដល់ភូមិហើយព្រះនាងក៏បានធ្វើដំណើរទៅផ្ទះខ្លួនពេលនោះព្រះអង្គអភ័យស៊ីសុវណ្ណក៏បានស្គាល់ផ្ទះព្រះនាងហើយព្រះអង្គក៏បានធ្វើដំណើរទៅឋានប្រជុំនេះវិញឯព្រះអង្គសូរិយានារាមនៅក្នុងរាជវាំងបានអង្គុយអបសុខហើយក៏បាននឹកឃើញនៅព្រះនាងមណីដោយកាត់ក្តីស្រឡាញ់ព្រះអង្គសូរិយានារាមក៏បានធ្វើដំណើរទៅក្នុងភូមិដងហើយក៏បានទៅដល់មុខផ្ទះព្រះនាងមណីពេលនោះព្រះនាងមណីក៏បានឈរនិយាយគ្នាជាមួយនឹងព្រះអង្គសូរិយានារាមចំពេលដែលព្រះអង្គអភ័យស៊ីសុវណ្ណក៏បានឈប់ពីចម្ងាយបានឃើញព្រះនាងមណីនិងព្រះអង្គសូរិយានារាមនិយាយគ្នាពេលនោះធ្វើឲ្យព្រះអង្គអភ័យស៊ីសុវណ្ណបានកើតចិត្តខាងខ្លាំងទៅលើព្រះអង្គសូរិយានារាមដែលកាត់មុខខ្លួនពេលនោះព្រះអង្គអភ័យស៊ីសុវណ្ណបានប្រើមន្តអាគមបង្កើតពស់មួយទៅចឹកព្រះអង្គពេលនោះព្រះអង្គសូរិយានារាមក៏បានឃើញពស់នោះបំរុងនឹងចូលមកចឹកព្រះអង្គក៏បានទីដាវកាប់ទៅលើពស់នោះពេលនោះព្រះអង្គអភ័យស៊ីសុវណ្ណខឹងណាស់ដោយសារតែមិនអាចសម្លាប់ព្រះអង្គសូរិយានារាមបានព្រះអង្គអភ័យស៊ីសុវណ្ណបានប្រែកាឡាខ្លួនជាស្ដេចនាគដ៏ធំមួយហើយចាប់ព្រះនាងមណីចូលទៅក្នុងនគរនាគរបស់ខ្លួនព្រះអង្គសូរិយានារាមបានឃើញនាគដ៏ធំចាប់ព្រះនាងទៅព្រះអង្គសូរិយានារាមបានធ្វើដំណើរទៅព្រះរាជវាំងហើយសូមបិតាសូមដាវនិងអាវក្រោះវេទមន្តពេលនោះព្រះអង្គចាក់ទៅមុខមិនព្រមតែនិសាបុតសុំជាដងពេកក៏បានប្រាប់ថាបុតត្រូវមានទានវេទមន្តមួយទើបបុតអាចចូលទៅឋាននេះបានពេលនោះព្រះអង្គសូរិយានារាមបានសួរព្រះអង្គថាតើទាននោះតើយើងទៅរកនៅឯណាព្រះអង្គចាក់ទៅមុខបាននិយាយថាទាននោះគឺនៅលើកំពូលភ្នំមួយហើយទាននោះគឺនៅលើដៃធ្មប់ដែលជាធ្មប់ថរសាទាននោះព្រះអង្គសូរិយានារាមបានលើកដូច្នេះហើយក៏បានជាយានជំនិះរបស់ព្រះអង្គគឺជាសត្វអន្ត្រីហើយហោះឡើងទៅលើមេឃទៅកំពូលភ្នំមួយភ្នំនោះមានឈ្មោះថាភ្នំទានធ្មប់ពេលនោះព្រះអង្គក៏បានទៅដល់កំពូលភ្នំមួយហើយព្រះអង្គបានឃើញផ្ទះចាស់មួយព្រះអង្គក៏បានចូលទៅក្នុងផ្ទះចាស់នោះហើយក៏បានឃើញទានមួយព្រះអង្គបំរុងនឹងយកទៅហើយតែមានធ្មប់មួយបានបង្ហាញខ្លួនហើយធ្មប់នោះសួរព្រះអង្គថាឯងមកធ្វើអីឬឯងចង់មកលួចទាននេះព្រះអង្គក៏បានប្រាប់ពីដំណើររឿងតាក់ទងមាននាគដ៏ធំមួយបានចាប់ព្រះនាងទៅនិយាយធ្មប់នោះគឺមិនស្ដាប់នឹងព្រះអង្គទេហើយក៏បានប្រើវេទមន្តទៅព្រះអង្គទីងដើរសម្រាប់នាគធ្មប់នោះព្រះអង្គក៏បានទានវេទមន្តហើយព្រះអង្គក៏បានធ្វើដំណើរហោះទៅឋាននាគពេលនោះព្រះអង្គក៏បានទៅដល់មាត់ទន្លេហើយក៏បានលើកទានឡើងហើយក៏បានសូត្រមន្តអាគមពេលនោះទឹកបានចែកចេញពីគ្នាព្រះអង្គសូរិយានារាមក៏បានធ្វើដំណើរចូលទៅឋាននាគហើយក៏បានជួបអ្នកយាមការពារពេលនោះព្រះអង្គក៏បានសម្លាប់អ្នកយាមការពារទាំងអស់ហើយព្រះអង្គក៏បានធ្វើដំណើរទៅជួយព្រះនាងពេលនោះក៏បានជួបព្រះនាងនៅក្នុងរាជវាំងដ៏ធំមួយពេលនោះព្រះអង្គអភ័យស៊ីសុវណ្ណបានឃើញព្រះអង្គសូរិយានារាមបំរុងនឹងជួយព្រះនាងហើយព្រះអង្គអភ័យស៊ីសុវណ្ណបានប្រែកាឡាខ្លួនជាស្ដេចនាគដ៏ធំមួយហើយក៏បានធ្វើការប្រយុទ្ធជាមួយនឹងព្រះអង្គសូរិយានារាមផ្អើលអស់ឋាននាគបង្កើតទឹកគូដ៏ធំមួយការប្រយុទ្ធនេះបានធ្វើឲ្យព្រះអង្គអភ័យស៊ីសុវណ្ណរបួសធ្ងន់ហើយព្រះអង្គក៏បានគិតខ្លួនទៅបាត់ទៅងាកមកព្រះអង្គសូរិយានារាមវិញក៏បានជួយព្រះនាងមណីហើយក៏បានលើកទៅឋានកណ្ដាលវិញព្រះអង្គសូរិយានារាមបាននាំព្រះនាងចូលក្រាបថ្វាយបង្គំព្រះអង្គចតុមុខពេលនោះព្រះអង្គចតុមុខដឹងថាព្រះអង្គសូរិយានារាមធំពេញវ័យហើយក៏បានឲ្យរៀបអភិសេកជាមួយនឹងព្រះនាងមណីព្រះអង្គសូរិយានារាមនិងព្រះនាងមណីក៏បានរៀបអភិសេកជាមួយគ្នាពេលនោះមេឃចាប់ផ្ដើមខ្មៅងឹតខ្លាំងព្រះអង្គអភ័យស៊ីសុវណ្ណបានលើកកងទ័ពនាគរាជនិងផើអស់មេឃដីព្រះអង្គអភ័យស៊ីសុវណ្ណបានបញ្ជាឲ្យនាគទៅកំទេចនគរព្រះអង្គសូរិយានារាមពេលនោះព្រះអង្គសូរិយានារាមបានសុំព្រះអង្គចតុមុខឡើងទៅប្រយុទ្ធជាមួយនឹងស្ដេចនាគព្រះអង្គសូរិយានារាមបានរៀបចំខ្លួននិងពាក់អាវក្រោះវេទមន្តហើយព្រះអង្គបានជាសត្វអន្ត្រីហោះឡើងទៅលើមេឃការប្រយុទ្ធនេះបានប៉ះអស់ឋានកណ្ដាលនិងឋាននាគពេលនោះព្រះអង្គអភ័យស៊ីសុវណ្ណបានប្រើកន្ទុយនាគវាត់ទៅលើព្រះអង្គសូរិយានារាមធ្វើឲ្យព្រះអង្គសូរិយានារាមបានធ្លាក់ដាវពេលនោះបានឱកាសល្អព្រះអង្គអភ័យស៊ីសុវណ្ណបានឃើញព្រះអង្គសូរិយានារាមធ្លាក់ដាវពេលនោះព្រះអង្គអភ័យស៊ីសុវណ្ណបានព្រោះភ្លើងទៅលើព្រះអង្គសូរិយានារាមបានធ្វើឲ្យរបួសធ្ងន់ព្រះអង្គអភ័យស៊ីសុវណ្ណបានចាប់ព្រះនាងមណីយកទៅឋាននាគវិញព្រះបិតាព្រះអង្គសូរិយានារាមបានដឹងថាបុត្រត្រូវរបួសធ្ងន់ក៏បានហៅឥសីចាស់មកព្យាបាលបុត្រតែឥសីចាស់បានមើលរបួសព្រះអង្គសូរិយានារាមបានដឹងថារបួសព្រះអង្គទៅធ្ងន់ណាស់អញ្ចឹងហើយតែឥសីចាស់ក៏បានហៅព្រះអង្គចតុមុខឥសីចាស់បានប្រាប់ព្រះអង្គចតុមុខថារបួសព្រះពុត្រាគឺមិនអាចព្យាបាលធម្មតាបានទេទោះតែទៅរកពងក្រពើមកព្យាបាលពងក្រពើនោះ10ឆ្នាំទើបកើតម្ដងហើយពងក្រពើនោះមានតែមួយទេព្រះអង្គទៅចាំថាក្រពើនោះមិនធម្មតាទេ
ក្រពើនឹងមានអាយុរាប់ពាន់ឆ្នាំក្រពើនោះមិនស៊ីសាច់មិនស៊ីបន្លែតែក្រពើនោះស៊ីទឹកដីភ្លើងខ្យល់តែឥសីចាស់បានប្រាប់ថាក្រពើនោះនៅក្នុងព្រៃដ៏ជ្រៅមួយហើយក្រពើនោះចេញទៅខែពេញបរមីតែម្ដងទេព្រះអង្គត្រូវចាំថាឱកាសមានតែម្ដងទេព្រោះក្រពើនោះ10ឆ្នាំចេញតែម្ដងក្រពើនោះចេញតែពេលបង្កើតពងទេព្រះអង្គបានលើកដូច្នេះហើយក៏បានរៀបចំដំណើរទៅក្នុងព្រៃដ៏ជ្រៅមួយនាយប់មួយខែពេញបរមីក្រពើនោះបានចេញមកហើយក៏បានបង្កើតពងមួយដែលមានពណ៌មាសនិងមានពន្លឺចែងចាំងព្រះអង្គចាក់ទៅមុខបានឃើញក្រពើបង្កើតពងព្រះអង្គបំរុងទៅយកហើយតែក្រពើនោះដឹងតាន់ក្រពើនោះបានធ្វើការប្រយុទ្ធជាមួយព្រះអង្គនិងប្រើមហាត្រិតវត្តមួយកន្ទុយត្រូវព្រះអង្គពេលនោះព្រះអង្គត្រូវមួយកន្ទុយរបស់ក្រពើហើយព្រះអង្គរបួសខ្លាំងណាស់តែដោយសារតែព្រះអង្គបាននឹកឃើញមកនាំព្រះឥសីថាក្រពើនេះចេញតែម្ដងទេហើយមានឱកាសតែម្ដងទេអញ្ចឹងហើយព្រះអង្គដើម្បីបត់សុខចិត្តយកជីវិតទៅបដូរនិងយកពងក្រពើនោះពេលនោះក្រពើនិងព្រះអង្គបានប្រយុទ្ធគ្នាយ៉ាងខ្លាំងតែដោយសារក្រពើនោះខ្លាំងធ្វើឲ្យព្រះអង្គអស់ជីវិតនិងក្រពើនោះត្រូវមួយដាវធ្វើឲ្យក្រពើនោះស្លាប់ទាំងពីរងាកមកព្រះអគ្គមហេសីសុដានីវិញបានរកចាំព្រះអង្គចាក់ទៅមុខពេលនោះក៏បានឃើញទៅអ្នកបម្រើរបស់ព្រះអង្គហើយក៏បានយកពងក្រពើមកព្រះអគ្គមហេសីបានសួរអ្នកបម្រើថាមិនឃើញព្រះអង្គមកពេលនោះអ្នកបម្រើបាននិយាយថាព្រះអង្គដោយសារតែប្រយុទ្ធជាមួយនឹងក្រពើបានធ្វើឲ្យជីវិតនៅក្នុងព្រៃនោះព្រះអគ្គមហេសីបានលើកដូច្នេះឈឺចិត្តយ៉ាងខ្លាំងតែឥសីចាស់បានយកពងក្រពើនោះដាក់លើទ្រូងព្រះអង្គធ្វើឲ្យព្រះអង្គសូរិយានាមដឹងខ្លួនឡើងនិងមានថាមពលពេញខ្លួនដ៏អស្ចារ្យព្រះអគ្គមហេសីសុដានីបានប្រាប់បុត្រថាព្រះអង្គចាក់ទៅមុខបានស្លាប់ហើយធ្វើឲ្យព្រះអង្គសូរិយានាមយំយ៉ាងខ្លាំងហើយព្រះអង្គក៏បានរៀបចំធ្វើដំណើរទៅប្រយុទ្ធជាមួយនឹងស្ដេចនេះងាកមកព្រះនាងមណីវិញព្រះអង្គអភ័យស៊ីសុវណ្ណបានលួងព្រះនាងតែព្រះនាងគ្មានចិត្តស្រឡាញ់នឹងព្រះអង្គអភ័យស៊ីសុវណ្ណទេធ្វើឲ្យព្រះអង្គអភ័យស៊ីសុវណ្ណខឹងយ៉ាងខ្លាំងហើយក៏បានទះព្រះនាងមួយកំភ្លៀងហើយព្រះអង្គក៏បានប្រាប់ថាខ្លួនបានបដូរជីវិតទៅយកព្រះនាងតែព្រះនាងមិនស្រឡាញ់ទ្រូងព្រះអង្គអភ័យស៊ីសុវណ្ណបាននិយាយថាខ្លួនមិនបានព្រះនាងនរណាក៏មិនបានព្រះនាងដែរពេលនោះមានរឿងគោដ៏ខ្លាំងមួយអស់ឋាននេះព្រះអង្គសូរិយានាមបានលើកកងទ័ពចូលមកនគរនេះពេលនោះព្រះអង្គអភ័យស៊ីសុវណ្ណបានដឹងរឿងនេះក៏បានលើកកងទ័ពរបស់ព្រះអង្គធ្វើការប្រយុទ្ធយ៉ាងខ្លាំងនៅក្នុងនគរនេះធ្វើឲ្យផ្អើលអឋាននេះរីកយ៉ាងខ្លាំងនិងមានកងទ័ពសព្វជាច្រើនដោយមហិទ្ធិឫទ្ធិរបស់ព្រះអង្គសូរិយានាមមានពងក្រពើនៅក្នុងខ្លួនធ្វើឲ្យព្រះអង្គមានមហិទ្ធិឫទ្ធិនិងមានអំណាចខ្លាំងពេលនោះព្រះអង្គសូរិយានាមបានសម្លាប់ព្រះអង្គអភ័យស៊ីសុវណ្ណហើយព្រះអង្គក៏បានយាងព្រះនាងមណីឡើងទៅឋានកណ្ដាលវិញនិងរៀបអបិសេកជាមួយព្រះនាង